ឃើញគ្នាយើងហ៎បាទបាទហើយអញ្ចឹងយើងថ្ងៃនេះយើងរៀនអំពី sensor ណាអញ្ចឹងហ្នឹងហើយទាំងអស់គ្នាពេលដែលនិយាយហើយជួយបិទ mic តិចណាព្រោះខ្ញុំ record វីដេអូអញ្ចឹងខ្លាចទៅវាពេលដែលយើងវីដេអូយើងចេញទៅវាលើសូរសំឡេងរំខានតែយើងត្រូវការសួរអីយើងបើកណាត្រូវការនិយាយយើងបើក mic វិញហ្នឹងហើយអញ្ចឹងថ្ងៃនេះយើងរៀនអំពី sensor អីទៅ sensor ណា sensor ជាអីអញ្ចឹងអានេះយើងនិយាយអំពីយើងហៅ sensor ហ្នឹងតែពិតភាសាហ្នឹងវាមិនមែនជាភាសាខ្មែរទេប៉ុន្តែយើងធ្លាប់ណាយើងប្រើអញ្ចឹងរហូតឲ្យទៅលើពាក្យថា sensor គឺយើងស្គាល់ហ្មងណាបើភាសាខ្មែរយើងនិយាយថាឧបករណ៍ចាប់សញ្ញាណានិយាយឧបករណ៍ចាប់សញ្ញាណាអញ្ចឹងមេរៀននេះគឺយើងរៀនអំពី sensor ហើយនិងប្រអប់បញ្ជានិងគ្រឿងទទួលបើតាមពិតទៅអស់នេះអានេះមេរៀនក្រោយក្នុងមេរៀននេះយើងរៀនតែ sensor សិនទេព្រោះនេះត្រូវការរៀបច្រើនទៀតមេរៀនគ្រាន់តែរៀនពីប្រអប់បញ្ជាហើយនិងគ្រឿងទទួលហ្នឹងវាអាចចូលដល់2ខែ3ខែបាត់ហើយអញ្ចឹងយើងអត់រៀនច្រើនអញ្ចឹងទេតតែយើងចុងមេរៀនអាវគ្គ TCCS នេះ TCCS បានយើងរៀនប្រអប់បញ្ជាហើយនឹងគ្រឿងទទួលណាអញ្ចឹងដោយសារតែខ្ញុំសន្យាជាមួយនឹងវគ្គចាស់ដែលថាបន្ថែមមេរៀន sensor ឲ្យគាត់អញ្ចឹងខ្ញុំក៏រៀបមេរៀននេះមុនទៅអញ្ចឹងខ្ញុំទៅរៀបបានប្រមាណមេប្រមាណតែមួយ sensor នេះទេនេះព្រោះ sensor មានច្រើនអញ្ចឹងខ្ញុំរៀបមួយ sensor សិនណារៀនមួយ sensor នឹងចប់ខ្ញុំរៀបមួយ sensor ទៀតព្រោះ sensor មួយខ្ញុំត្រូវការចំណាយពេល2ថ្ងៃ2ថ្ងៃគឺ2ថ្ងៃជាប់ហ្មងពេលថាពីព្រឹកទៅល្ងាចអង្គុយរៀបហ្មងអញ្ចឹង2ថ្ងៃមិនរៀបចប់មួយមេរៀនបានអញ្ចឹងណារៀបមួយ sensor បានព្រោះត្រូវការresearch ហើយត្រូវការវាយអក្សរបញ្ចូលត្រូវការរៀបចំតុបតែងរចនាបថវាដើម្បីឲ្យមើលទៅវាស្រួលដូចរៀបចេះហ្នឹងយើងសិតតែអង្គុយកាត់រូបកាត់អីដើម្បីរៀបមិនមែនតែយើង download ពីអ៊ីនធឺណិតមកបានស្រស់ៗអញ្ចឹងទេអាហ្នឹងណាដល់ពេលខ្លះអត់មានអញ្ចឹងយើងត្រូវការថតយកមកកាត់វាអញ្ចឹងទៅហើយអញ្ចឹងវាចំណាយពេលយូរក្នុងការរៀបមេរៀនមួយអញ្ចឹងណាអញ្ចឹងយើងរៀនតែ sensor ទេសម្រាប់វគ្គនេះហើយ TCCS គឺខ្ញុំបរៀនទាំងអស់តាមប្រអប់បញ្ជារបៀបមើលជើងប្រអប់ស្អីៗហ្នឹងគឺយើងរៀនប៉ុន្តែមិនរៀនដល់ជួសជុលប្រអប់ទេព្រោះវាលើសដែនកំណត់យើងរៀន TCCS យើងរៀនវគ្គជួសជុលប្រព័ន្ធភ្លើងម៉ាស៊ីនគឺយើងរៀនធ្វើម៉េចថាម៉ាស៊ីនមិនឆេះម៉ាស៊ីនខូចអីយើងធ្វើឲ្យបានអាហ្នឹងយើងនិយាយគ្នាហើយអញ្ចឹងណារឿងរៀនជួសជុលប្រអប់បិទកូដប្រូក្រាមស្អីអាហ្នឹងអត់មានពាក់ព័ន្ធគ្នាទេបាទវាខុសខុសគោលការណ៍វាលើសដែនកំណត់ហ្នឹងណាហ្នឹងហើយគ្រាន់តែរៀនថាប្រអប់បញ្ជាគឺវាដំណើរការយ៉ាងម៉េចគ្រឿងទទួលដំណើរការយ៉ាងម៉េចហើយ sensor វាដំណើរការយ៉ាងម៉េចហ្នឹងណាហ្នឹងហើយអញ្ចឹងខ្ញុំដាក់មក3ឲ្យហើយព្រោះខ្ញុំរៀបមួយ slide នេះល្មមបើអាចរៀនចេះបានមិនថាវគ្គណាបរិញ្ញាបត្រឬបញ្ញាបត្ររងឬមួយក៏វគ្គខ្លី C1 C2 C3 រៀនចេះដូចគ្នាឲ្យតែរៀនមេរៀននេះអញ្ចឹងខ្ញុំរៀបមកហើយហ្នឹងទៅគឺមើលទៅងាយយល់ហ្មងអញ្ចឹងមេរៀននេះគឺយើងសិក្សាអំពីគោលការណ៍ដំណើរការរបស់ឧបករណ៍ចាប់សញ្ញាយើងហៅថា sensor និងប្រភេទ sensor ណាប្រអប់បញ្ជាអេឡិចត្រូនិកយើងហៅថា ECU គោលការណ៍នៃគ្រឿងទទួលព្រោះគ្រឿងទទួលវាមានគោលការណ៍ដើមរបស់វាណាវាមានគោលការណ៍ដំណើរការវាតែវាដំណើរការយ៉ាងម៉េចគ្រឿងទទួលវាត្រូវការលក្ខខណ្ឌអីខ្លះដើម្បីវាដំណើរការអញ្ចឹងយើងប្រើពាក្យថាគោលការណ៍នៃគ្រឿងទទួលណាឬយើងហៅភាសាអង់គ្លេសហៅថា actuator បាទ actuator បាទ actuator និងប្រភេទនៃ actuator វាមានប្រភេទអីខ្លះណាជា actuator គេហៅគ្រឿងទទួលអញ្ចឹងគ្រឿងទទួលពាក្យថាគ្រឿងទទួលមួយម៉ាត់នេះវាមិនមែនមានតែមួយមុខទេវាមានអីខ្លះប្រភេទគ្រឿងទទួលជាប្រភេទ motor គ្រឿងទទួលជាប្រភេទ resistance គ្រឿងទទួលជាប្រភេទmotor ជា solenoid គ្រឿងទទួលជាប្រភេទអីផ្សេងទៀតអញ្ចឹងគ្រឿងទទួលវាមានច្រើនប្រភេទណាវាបែងចែកតាមប្រភេទរបស់វាអញ្ចឹងបើយើងរៀនមេរៀនគ្រឿងទទួលគឺយើងដឹងហ្មងតែគ្រឿងទទួលហ្នឹងជាប្រភេទអីជាប្រភេទ motor ជាប្រភេទ actuator ជាប្រភេទ transfer ជាប្រភេទsolenoid ជាប្រភេទ resistance ណាអាហ្នឹងយើងដឹងអញ្ចឹងបាទ
ចឹងយើងឃើញនៅក្នុងនេះខាងក្រោមនេះគឺសិតតែ sensor ទាំងអស់ណាបាទមាន map មាន math មានlambda បាទមាន IT មានអីច្រើនទៀតបាទប្រអប់ជាអញ្ចឹងទៅ sensor យើងនិយាយពី sensor សិនណាតើ sensor តើអ្វីទៅជា sensor ឬក៏ sensor ជាអ្វីណាអញ្ចឹងនៅក្នុងនេះខ្ញុំបានកំណត់ថា sensor គឺជាគ្រឿងបង្គុំម្យ៉ាងនៃប្រព័ន្ធដែលផ្ដល់ធាតុចូលទៅក្នុងប្រអប់បញ្ជាឬយើងហៅថា ECU ឬក៏ ECM បាទ ECU ក៏បានឬ ECM ក៏បានបាទបើយើងប្រើពាក្យថា ECU កន្លែងនេះណាបើយើងប្រើពាក្យថា ECU គឺយើងសំដៅទៅលើ Electronic Control Unit យើងមិនដឹងថាអានឹងជាប្រអប់បញ្ជាអីទេឲ្យតែយើងឃើញពាក្យថា ECU វាអត់ទាន់កំណត់ទេណាបាទអញ្ចឹង Electronic Control Unit នេះអត់ទាន់កំណត់ថាជាប្រអប់បញ្ជាប្រអប់លេខឬក៏ប្រអប់បញ្ជាម៉ាស៊ីនឬក៏ប្រអប់បញ្ជាដកូដឬក៏ប្រអប់បញ្ជា ABS ឬស្អីផ្សេងៗអត់ទាន់កំណត់ទេអញ្ចឹងបើយើងកាលណាឃើញគេប្រើពាក្យថា Engine Electronic Control Unit ឬក៏ ECU ហ្នឹងគឺអត់ទាន់កំណត់ទេបាទតែបើប្រអប់បញ្ជាម៉ាស៊ីនយើងអាចថា Engine Control Unit ឬមួយក៏ ECM គេប្រើពាក្យថា ECM Engine Control Module វិញគេអត់សូវប្រើគេអត់ប្រើ Engine Control Unit ទេបើឃើញពាក្យថា ECU គឺគេប្រើថា Electronic Control Unit បាទបើសំដៅទៅលើប្រអប់ជាម៉ាស៊ីនគេដាក់ថា ECM Engine Control Module បាទ ECT Electronic Control Transmission ណាអញ្ចឹងអាហ្នឹងវាអញ្ចឹងបាទ BCM ប្រអប់ជា body អញ្ចឹងទៅឃើញទេ BCM Body Control Module ឃើញទេហ្នឹងហើយអញ្ចឹងអាហ្នឹងគឺវាបែងចែកណាអញ្ចឹងខ្ញុំបញ្ជាក់ឡើងនេះតែប៉ុណ្្នឹងហើយចាំដល់ពេលយើងរៀនដល់ប្រអប់វិទ្យាចាំយើងនិយាយគ្នាច្រើនទៀតបាទម្ដងទៀតណាអញ្ចឹង sensor គឺខ្ញុំកំណត់ថាវាគឺជាគ្រឿងបង្គុំម្យ៉ាងនៃប្រព័ន្ធដែលផ្ដល់ធាតុចូលទៅក្នុងប្រអប់បញ្ជាឬក៏យើងហៅថា ECU ដើម្បីដំណើរការឲ្យបានត្រឹមត្រូវទៅតាមមុខងារនៅក្នុងប្រព័ន្ធនោះឃើញទេអញ្ចឹងប្រព័ន្ធមួយវាមាន sensor វាមាន amplifier វាមាន actuator អញ្ចឹងតើតែ sensor ហ្នឹងវាច្បាស់វាប្រាប់ច្បាស់លាស់អញ្ចឹងបានប្រព័ន្ធហ្នឹងវាដំណើរការច្បាស់លាស់បើវាប្រាប់ទៅខុសប្រព័ន្ធហ្នឹងដំណើរការខុសឧទាហរណ៍ដូចស៊ីម៉ាំងកាលណាវារៀបខូចឬក៏វាត្រៀមនឹងខូចវាផ្ដល់ data ទៅខុសវាធ្វើឲ្យឡានយើងវាដំណើរការខុសដូចជាបាញ់ប្រេងដូចជាកំណត់ការបាញ់ប្រេងនឹងវាខុសប្រក្រតីបាទធ្វើឲ្យស៊ីសាំងស៊ីប្រេងខុសធម្មតាឃើញទេអាហ្នឹងគឺគេហៅថាការផ្ដល់សញ្ញាខុសឃើញទេអញ្ចឹង sensor គឺមានសារៈសំខាន់បាទមានសារៈសំខាន់ឃើញទេអញ្ចឹងហើយបានយើងកំណត់ថាវាគឺជាគ្រឿងបង្គុំម្យ៉ាងនៃប្រព័ន្ធដែលផ្ដល់ធាតុចូលទៅក្នុងប្រអប់បញ្ជាដើម្បីឲ្យដើម្បីដំណើរការបាទឲ្យបានត្រឹមត្រូវនៅក្នុងតាមមុខងាររបស់វាដូចថា sensor ហ្នឹងសម្រាប់បញ្ជាមុខងារអីសម្រាប់ប្រព័ន្ធអីនៅក្នុងប្រព័ន្ធហ្នឹងបាទសម្រាប់មុខងារអីនៅក្នុងប្រព័ន្ធហ្នឹងអញ្ចឹងវាប្រាប់ឲ្យត្រូវដំណើរការប្រព័ន្ធហ្នឹងគឺវាត្រឹមត្រូវអញ្ចឹងណាមួយទៀតនៅក្នុងដំណើរការនេះ volt បាទទាំងអស់គ្នាស្គាល់ volt ទេបាទប្រយ័ត្នអត់ស្គាល់ volt សូម admit គ្នាយើងមួយសិនអញ្ចឹងដោយសារតែខ្ញុំអត់បាន add ចូលទូរស័ព្ទអញ្ចឹងដល់ពេលគ្នាយើងចូលមកយឺតគឺខ្ញុំត្រូវ back ទៅក្រោយហើយបានចូលមកតាមក្រោយទៀតអញ្ចឹងណាអធិស្ឋានព្រោះដោយសារខ្ញុំបានយកកាសមកដល់ពេលខ្ញុំ add ចូលទូរស័ព្ទមួយទៀតវាឮសូរសំឡេងរំខានវាអត់មានកាសដោតហ្នឹងហើយអូខេយើងតទៀតណានៅក្នុងដំណើរការនេះ volt ទាំងអស់គ្នាស្គាល់ volt ទេបាទ volt យើងចាំសិនណា volt យើងគ្រាន់តែចាំសិនណា volt គឺជាប្រភពចរន្តឬក៏គេហៅថាភ្លើងឬក៏ហៅថាតង់ស្យុងហើយខ្ញុំនឹងបរៀនមុខវិជ្ជា basic អគ្គិសនីឬក៏ហៅ basic electronic នៅដើមវគ្គនៅពេលដែលចាប់ដើមចូល TCCS គឺខ្ញុំបរៀនអាហ្នឹងហើយយើងស្គាល់ថា volt ជាស្អី ampere ជាស្អី resistance ជាស្អីណាហ្នឹងហើយអញ្ចឹងកន្លែងនេះខ្ញុំអត់ចាំបាច់ត្រូវការបកស្រាយច្រើនទេ
Dân dươngចំណាំតិចតិចសិនទៅណាបាទ volt យើងដឹងថាភ្លើងអាគុយឬក៏ភ្លើង12 volt ឬក៏តង់សុងដែលនៅក្នុងប្រព័ន្ធណាតង់សុងដែលនៅក្នុងប្រព័ន្ធឬក៏ប្រភពភ្លើងដែលនៅក្នុងប្រព័ន្ធណាអាហ្នឹង volt យើងចាំប៉ុណ្ណឹងសិនណាហ្នឹងហើយអញ្ចឹងនៅក្នុងដំណើរការនេះ volt គឺជំនួសដោយលេខកូដនៅក្នុងប្រអប់បញ្ជាឬក៏ ECU volt គឺវាជំនួសដោយលេខកូដឃើញទេបាទអញ្ចឹងលេខកូដដែលយើងឃើញដែលវា load មកលេខកូដនៅក្នុង scan ណាលេខកូដនៅក្នុង scan យើង scan ឃើញ P0 ម៉ាន0ម៉ានហ្នឹង P ប្រមាណហ្នឹងណាឬក៏ B ប្រមាណ C ប្រមាណហ្នឹងលេខកូដហ្នឹងគឺវាត្រូវបានយកចេញពីតង់សុងដែលផ្ដល់ដែលធ្វើការ calculate តាមរយៈ ECM នេះ ECU នេះបាទវា calculate ហើយវាប្រាប់ទៅ scan ថាអានឹងលេខកូដប្រមាណវា store ទុកនៅក្នុង memory របស់វាថា volt ប៉ុណ្ណឹងចេញជាលេខកូដប្រមាណពេលដែលវា store ទុក memory នៅក្នុង volt ប៉ុណ្ណេះវាចេញជាលេខកូដប្រមាណអញ្ចឹងហើយបានយើង scan លេខកូដឃើញនៅក្នុងយើង scan ឃើញលេខកូដគឺលេខកូដហ្នឹងសូម admit គ្នាយើងមួយទៀតដាច់គេតែអញ្ចឹងដាច់ភាគបាទសុកមីយឺតជាងគេមែនមកមួយទៀតខួចហើយហើយយកអស់ហើយដែរហើយទៅទៀតណាតែគ្នាយើងចូលរៀងយឺតទៅវាដាច់មេរៀនអញ្ចឹងហ្នឹងអូខេតទៀតណាអញ្ចឹងលេខកូដដែលយើង scan ឃើញគឺវាបានមកពីការ calculate ពី volt នេះឲ្យវាចេញជាលេខកូដឃើញទេហ្នឹងហើយប្រសិនបើតម្លៃ volt មិនត្រឹមត្រូវដែលមានន័យថាធាតុចូលមិនត្រឹមត្រូវហើយវាក៏បានថតជាលេខកូដកំហុសទៅទុកឃើញទេបាទឧទាហរណ៍ថា sensor មួយនេះវាផ្ដល់សញ្ញាទៅប្រអប់បញ្ជាដល់សញ្ញាទៅប្រអប់បញ្ជា1 volt កន្លះយីហោខ្ញុំឧទាហរណ៍ណា1 volt កន្លះអញ្ចឹងនៅពេលដែលប្រព័ន្ធដំណើរការវាចាប់បាន1 volt កន្លះ1 volt កន្លះ1 volt កន្លះតលតែពេល sensor នឹងមានបញ្ហាវាធ្លាក់ volt វាធ្លាក់ volt ណាបាទធ្លាក់ volt តាមរយៈអីតាមរយៈវាខូច resistance របស់វាឃើញទេតាមរយៈវាឆ្លងតាមរយៈវាដាច់ resistance របស់វាអញ្ចឹង volt ដែលផ្ដល់ទៅឲ្យ ECU វាមានការប្រែប្រួលវាមិនមែន1 volt កន្លះទៀតទេឃើញទេវាអាច12 volt ព្រោះតែកាលណាវាឆ្លងអញ្ចឹងតង់សុងរត់12 volt ទៅស្មើទៅដល់ប្រអប់អញ្ចឹងប្រអប់ចាប់បានមិន sensor នឹងខូចហើយដោយសារអីវាមិនមែនមក1 volt កន្លះទៀតទេធម្មតាវាអត់ខូចវាមក1 volt កន្លះឃើញទេអញ្ចឹងដល់ពេលវាខូចវាមិនមែនមក1 volt កន្លះទៀតទេវាអាច0 volt ហើយនឹង12 volt បើក្នុងករណីវាឆ្លងវាមក12 volt បើក្នុងករណីវាដាច់វាមក0 volt ឃើញទេអញ្ចឹងកាលណានេះវាប្រាប់ថានេះប្រសិនបើតម្លៃ volt មិនត្រឹមត្រូវដែលមានន័យថាធាតុចូលទៅក្នុងប្រអប់បញ្ជានឹងគឺមិនត្រឹមត្រូវដូច្នេះប្រអប់បញ្ជាគឺវាបានថតជាលេខកូដទុកអញ្ចឹង1 volt កន្លះហ្នឹង sensor របស់អីគេឃើញទេ sensor របស់អីគេអញ្ចឹងមក1 volt កន្លះហ្នឹង sensor របស់អីមួយដូចថាលេខកូដពីណាគេចំណាក់សួរមិញសួរល្ងាចមិញP0 1151 50គុត10ប្រហែល1650គុតលេខប៉ុន្មានខ្ញុំអត់ចាំទេងាយមិញវាប្រាប់ថាអីគេលេខប៉ុន្មាន1150គុតដែរ1150គុតឃើញទេវាប្រាប់ថា clutch off ស្ទះហើយស្ទះហ្នឹងវាចាប់សញ្ញាពីណាមក sensor នៅកន្លែងណាដែលវាចាប់តែស្ទះអញ្ចឹងនៅក្នុងប្រព័ន្ធលំហូរ coolant របស់វាចូលទៅក្នុងcoolant storage របស់វាheat storage របស់វាមាន sensor របស់វាមួយចាប់អញ្ចឹងតែកាលណាវាបាត់លំហូរទឹកហ្នឹងsensor ហ្នឹងវាអត់មានអីត្រូវបញ្ជូន volt ទៅឲ្យប្រអប់ចាប់ថាត្រឹមត្រូវទេឃើញទេជួនវាអាចខូច sensor ជួនវាអាចបាត់លំហូរអញ្ចឹងវាជារោគសញ្ញាមួយប្រាប់ថាកន្លែងហ្នឹងគឺមានការខូចអញ្ចឹង volt ដែលលេខកូដដែលគេថតទុកនៅក្នុងប្រអប់ហ្នឹងគឺជាលេខកូដកំណត់ចងដោយ ECU ដែលវាបានកំណត់នៅក្នុង memory របស់វាថានៅពេលដែលកន្លែងហ្នឹងមានបញ្ហាគឺវាថតលេខកូដហ្នឹងអញ្ចឹងហើយជាងណាក៏ដូចជាងណាដែរគឺធ្វើតាមបទពិសោធន៍ប្រសិនបើលេខកូដហ្នឹងវាលោតលេខកូដហ្នឹងមកយើងដឹងថាអូនេះស្ទះឃើញទេស្ទះវាអាចស្ទះអីគេវាអាចស្ទះstorage របស់វាហ្នឹងវាអាចខូច sensor
វាអាចស្ទះវ៉ានឃើញទេអញ្ចឹង3មុខបើវ៉ានចំណាក់ថាអូខេវ៉ានខ្ញុំដោះហើយលោកគ្រូវាដើរផ្លឹកហើយវាដើរហើយអញ្ចឹងអូខេអត់ស្ទះទេវ៉ានឃើញទេអញ្ចឹងយើងអាចទៅមើល sensor ឬក៏យើងអាចទៅមើលកន្លែងប្រព័ន្ធរបស់វាប្រព័ន្ធលំហូរវាអាចស្ទះ storage វាអាចដីចូលឬក៏កំតិចកំទីអីចូលតាមតាយោស្ទះតាយោឬក៏ស្ទះវ៉ាននឹងតែម្ដងឃើញទេជួនកាលវ៉ានវាដើរប៉ុន្តែនៅពេលដែលយើងផ្លុំលាងទឹកហ្នឹងទៅអាកំតិចកំទីដីស្អីឆេះស្អីហ្នឹងវាទៅចូលទៅដល់វ៉ានចូលនៅមុខវ៉ានបាត់វ៉ានដើរប៉ុន្តែទឹកអត់ហូរទេនេះវាអាចករណីនឹងកើតឡើងអញ្ចឹងតាមបទពិសោធន៍របស់ជាងយើងរមើលតាមហ្នឹងទៅនេះឯងអញ្ចឹងចង់បញ្ជាក់ថា sensor គឺវាផ្ដល់សញ្ញាទៅឲ្យប្រអប់ឃើញទេតាមរយៈ volt ហើយប្រអប់នោះវាបំលែងវាបានគណនា volt ហ្នឹងវាបានចង memory វាបានចងទុកនៅក្នុងប្រអប់ហ្នឹងប្រាប់ថា volt ប៉ុណ្ណឹង sensor របស់អីកាលណាវាខូចយើងត្រូវលោតលេខកូដប៉ុន្មានឃើញទេអញ្ចឹងប្រអប់បញ្ជាគឺវាមានការគណនាប៉ុណ្ណឹងបាទអូខេអញ្ចឹងយើងមាន sensor ច្រើនប្រភេទបាទយើងមាន sensor ច្រើននៅលើរថយន្តបាទអានេះខ្ញុំដាក់តែ sensor មួយចំនួនដែលវាពាក់ព័ន្ធជាមួយនឹងប្រព័ន្ធម៉ាស៊ីនប្រព័ន្ធវិទ្យាម៉ាស៊ីននៅមាន sensor ច្រើនទៀតណាដែលខ្ញុំអត់បានលើកមកទេប៉ុន្តែនៅពេលដែលទាំងអស់គ្នារៀនចេះ sensor ប៉ុណ្ណេះហើយទាំងអស់គ្នាអាចបំបែកខ្លួនឯងបានហើយដូច color sensor អីខ្ញុំច្បាច់យកមកបរៀនទេណា color sensor បាទវាស្អីadaptive sensor comparative infrative វាមាន sensor ច្រើនទៀតហើយបើថានេះទេខ្ញុំមានពេលខ្ញុំនឹងធ្វើទាំងអស់បាទ sensor មានប្រមាណដែលប្រើនៅលើប្រព័ន្ធបច្ចេកវិទ្យាទាំងប្រមាណហ្នឹងខ្ញុំបានដាក់មកទាំងអស់ហើយតែពិត sensor ទាំងអស់ហ្នឹងគឺវាដំណើរការនិយាយពីនិយាយ group ក្រុមវាមានក្រុមរបស់វាហើយយើងស្គាល់ក្រុមរបស់វាទៅយើងដឹងថា sensor នេះចូលក្នុងក្រុមអី sensor នេះចូលក្នុងក្រុមអីឃើញទេអញ្ចឹងយើងចែកក្រុមអញ្ចឹងដូចយ៉ាងការខ្ញុំបរៀនពីប្រភេទរថយន្តអញ្ចឹងឃើញទេចែកប្រភេទរថយន្តហើយដល់ពេលរថយន្តមកថ្មីក្រោយទៀតអូដឹងថាហ្នឹងវាចូលទៅក្នុងរថយន្តប្រភេទនេះឃើញទេអាហ្នឹងគឺយើងធ្វើការស្រាវជ្រាវហើយចែកជាផ្នែករបស់វាអញ្ចឹងអាហ្នឹងត្រូវការស៊ីពេលបន្តិចណាអញ្ចឹង sensor ប្រមាណនេះគឺយើងរៀនប៉ុណ្ណឹងទៅនៅក្នុងប្រព័ន្ធបច្ចេករបស់យើងណាយើងមាន mass airflow ដែលយើងសរសេរអក្សរយើងហៅថា mass បាទ mass ចាគាត់ប៉ាបរៀនទៅឡើងទៅប៉ាបរៀនស្អីនេះប៉ាអត់ទាន់ញ៉ាំទេប៉ាបរៀនហើយដល់ញ៉ាំអរគុណណាអរគុណបាយបាយបាទអញ្ចឹងmass airflow ណា mass airflow ដែលសរសេរសកាត់យើងហៅថា MAF បាទ MAF បើយើងឃើញនៅក្នុង scan លេខកូដអីយើងឃើញយើងដឹងថា MAF គឺ mass airflow ហើយស្អីគេ mass airflow ហ្នឹងនេះ mass airflow ដល់ពេលយើងដឹងស្គាល់ហើយខ្ញុំជឿអ្នកនរនេះស្គាល់ធ្វើឡើងរាល់ថ្ងៃស្គាល់ណាឲ្យតែឃើញថាឮថា mass airflow គឺស្គាល់ហ្មងឃើញទេប៉ុន្តែសួរថា mass airflow គេដាក់មកដើម្បីអីហើយ mass airflow ហ្នឹងមានប្រមាណប្រភេទហើយ mass airflow ហ្នឹងវាដំណើរការយ៉ាងម៉េចនេះកន្លែងនេះដែលយើងត្រូវរៀនឃើញអត់អញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងដែលយើងត្រូវរៀនវាថាអាហ្នឹងវាដំណើរការយ៉ាងម៉េចវាមានប្រមាណប្រភេទហើយវាដាក់មកដើម្បីអីឃើញទេអញ្ចឹងនៅក្នុងនេះខ្ញុំបកប្រែឲ្យមកបន្ទាត់សិនណាយមា airflow ហ្នឹងគឺជា sensor ដែលចាប់អត្រាលំហូរខ្យល់ចូលចាប់អត្រាលំហូរខ្យល់ចូលទៅណាគឺចូលទៅក្នុងបន្ទប់ឆេះហ្នឹងឯងបឺតចូលទៅក្នុងបន្ទប់ទុះណាបឺតចូលទៅក្នុងស៊ីឡាំងណាហើយវាធ្វើការបំណែនវាផ្ទុះអញ្ចឹងទៅណា mass airflow បាទ exhaust gas oxygen concentration exhaust gas oxygen concentration sensor ចាប់កំហាប់តែបិទណា sensor ចាប់កំហាប់ oxygen តាមឧស្ម័នចេញនេះឃើញទេអញ្ចឹងអានេះពាក្យនេះគេដាក់មកហ្នឹងគឺវាកំណត់ដាក់មកគឺវាច្បាស់បន្តិចណាវាយកអត់ដាក់ថាតើ oxygen ទៅទេយើងធ្លាប់ស្គាល់ហើយ oxygen ជាងណាក៏ស្គាល់ដែរឲ្យលើ oxygen ស្គាល់ដូចស៊ីម៉ាំងស្គាល់ហើយឃើញទេប៉ុន្តែដល់ទៅពេលខ្ញុំសរសេរពាក្យពេញមកវាមកណាពាក្យពេញមកវាមកគឺយើងបកប្រែឲ្យពេញដែរ sensor ចាប់កំហាប់ oxygen
ចាប់កំហាប់អុកស៊ីហ្សែនតាមឧស្ម័នចេញឃើញទេចាប់កំហាប់អុកស៊ីហ្សែនចាប់ធ្វើអី sensor នឹងចាប់ធ្វើអីមានប្រមាណប្រភេទ sensor នឹងប្រើសម្រាប់ធ្វើអីដំណើរការយ៉ាងម៉េចឃើញទេហ្នឹងហើយ3 throttle flat angular position ហើយយើងសរសេរអស់ហ្នឹងណាអញ្ចឹង sensor ហ្នឹងគឺចាប់ទីតាំងមុំប៉ាវីយ៉ុងមិនដឹងថាអ្នកនរនេះស្គាល់អត់ទេណាតែបកហ្គាស្គាល់បាទបកហ្គាស្គាល់តែប៉ាវីយ៉ុងមិនដឹងស្គាល់អត់ទេព្រោះអានេះជាភាសាខ្ញុំប្រើភាសាបុរាណអាចថាភាសាបុរាណប៉ុន្តែដោយសារភាសានេះគឺយើងប្រើយូរហើយបាទយើងប្រើយូរហើយតាំងពីចាប់ផ្ដើមបច្ចេកទេសដែលខ្មែរយើងចាប់ផ្ដើមបាទគ្រូតាគាត់ចាប់ផ្ដើមបកប្រែពីភាសាមកគាត់យកភាសាកម្ចីបរទេសខ្លះមកភាសាកម្ចីពីប្រទេសជិតខាងហើយប្រើភាសាដើមរបស់ប្រភពដែលយកយើងយកបច្ចេកទេសនឹងចូលឃើញទេយើងក៏ប្រើមកវាជាប់ចឹងរហូតមកដោយពាក្យបណ្ដាងណាពាក្យដូចស៊ីម៉ាំងបាទកតើប៉ាវីយ៉ុងណាបាទវានៅជាប់អញ្ចឹងខ្ញុំចង់បញ្ជាក់កន្លែងហ្នឹងខ្លាចគ្នាយើងឆ្ងល់អញ្ចឹងណាហ្នឹងហើយអញ្ចឹង sensor ហ្នឹងគឺជាបាទឈ្មោះពេញរបស់វាគឺ throttle flat angular position ជា sensor ចាប់ទីតាំងប៉ាវីយ៉ុងឬក៏យើងហៅថា throttle position sensor នេះយើងធ្លាប់ឮអញ្ចឹងណា throttle position sensor ចាប់ទីតាំងក gear ចាប់ទីតាំង gear ទីតាំងអាប្រទេសបិទបើកណាស្ទះប៉ាវីយ៉ុងហ្នឹងស្ទះប៉ាវីយ៉ុងអាផ្លិតអាស្លាកបិទបើកនៅក gear ហ្នឹងណាបិទបើកខ្យល់ចូលហ្នឹងណាហ្នឹងហើយអញ្ចឹង sensor គឺវាដាក់នៅជាប់កហ្នឹងនៅពេលដែលស្ទះហ្នឹងបើកប្រមាណដឺក្រេវានឹងបញ្ជូនសញ្ញាហ្នឹងទៅឲ្យប្រអប់ប្រាប់ថាស្ទះបើកប្រមាណដឺក្រេខ្យល់ចូលប៉ុន្មានដើម្បីឲ្យប្រេងបាញ់ប៉ុន្មានវាដឹងទីតាំងវាដឹងវាចាប់ទីតាំងប៉ាវីយ៉ុងហ្នឹងហើយវាសង់តង់ជាមួយនឹងល្បឿនរបស់រថយន្តវាដឹងថាឡានយើងកំពុងឡើងទួល ដឹងថាឡានយើងកំពុងដឹកធ្ងន់ដឹងថាឡានយើងកំពុងតែជន់កំហុកឃើញទេអញ្ចឹងលក្ខខណ្ឌនិងរបបក្នុងការផ្ដល់សាំងហ្នឹងគឺវាទៅតាមសញ្ញារបស់ sensor ផ្សេងទៅវាឲ្យឃើញទេអញ្ចឹង sensor ដែលដាក់មកតាំងប្រមាណគឺដើម្បីអីដើម្បីតែមួយយ៉ាងទេគឺឲ្យម៉ាស៊ីននឹងឆេះស្រួលបាទឆេះស្រួលតាមលក្ខខណ្ឌប្រើប្រាស់ណែឯងពិសេសក្រងទីធ្វើយ៉ាងម៉េចបាញ់យ៉ាងម៉េចប្រេងណែឯងជន់លបឿន40បាញ់យ៉ាងម៉េចជន់លបឿន80បាញ់យ៉ាងម៉េចឃើញទេជន់លបឿនកៅបាញ់យ៉ាងម៉េចហើយអាចន់លបឿន80កៅហ្នឹងអាតម្ងន់បន្ទុកនេះវាផ្ទុកធ្ងន់វាត្រូវបាញ់យ៉ាងម៉េចណាឡើងទួលបាញ់យ៉ាងម៉េចចុះទួលធ្វើយ៉ាងម៉េចឃើញទេចាមើលទូរស័ព្ទខូចណៃគាត់ដាក់ចូលអូខេអត់ទៅឡើងម៉ាក់គាត់ណាតាមមួយម៉ាក់យកណាអត់នៅផ្ទះអញ្ចឹងកូនតាមងាកមករោទៀតហើយតែគាត់ទៅចូលផ្ទះហ្នឹងមករោទៀតឥឡូវហ្នឹងហើយតោះមួយទៀតcrankshaft angular position crankshaft នេះ crank យើងដឹងcrank ស្គាល់ជឿតែអ្នកនរស្គាល់ណា crank angular position sensor ចាប់មុំវាល្គាំងបាទចាប់មុំល្គាំងឬក៏ចាប់ជុំវិលរបស់ម៉ាស៊ីនឬក៏ចាប់ RPM round per minute បាទចំនួនជុំក្នុង1នាទីគឺចំនួនជុំរបស់ម៉ាស៊ីនហ្នឹងឯងអញ្ចឹងគេចាប់ចំនួនជុំរបស់ម៉ាស៊ីនគឺចាប់នៅវាល្គាំងបាទយើងចាប់នៅវាល្គាំងអត់ចាប់នៅដងលកាមទេពីព្រោះអីព្រោះដងលកាមវាវិលយឺតជាងវាល្គាំងវិលយឺតជាងវាលើប្រកាំងខ្ញុំសរសេរភាសាបច្ចេកទេសបន្តិចណាវាលើប្រកាំងដែលខ្ញុំធ្លាប់រៀនជាមួយនឹងគ្រូតាគាត់សរសេរអញ្ចឹងណាអញ្ចឹងយើងហៅអញ្ចឹងវាព្រោះសិភៅបច្ចេកទេសដែលចេញមកក្រោយនេះក៏វាសិតតែមានការត្រួតពិនិត្យពីក្រសួងបាទហើយខ្ញុំកាលនោះខ្ញុំធ្លាប់ទៅចូលរួមធ្វើ CBLP តាក់ទងទៅនឹង C1 C2 C3 អញ្ចឹងណាហ្នឹងហើយអញ្ចឹងពាក្យមួយចំនួនគឺយើងប្រើតាមពាក្យបុរាណយើងហៅថាបុរាណចុះគឺពាក្យមកពីគ្រូតាដែលគាត់ធ្លាប់ប្រើកន្លងមកហ្នឹងណាវាលើប្រកាំងស៊ូប៉ាប់បាទមិនមែនចាប់ប៉ាប់ហើយក៏មិនមែនចាប់ប៉ាប់ហើយក៏មិនអីសាប៉ាប់អីដែរណា
គឺយើងប្រើពាក្យថា super បានយើងគេហៅថាភាសាមួយដែលអាចថាយកជាផ្លូវការនិយាយទៅក៏តាមពិតជាក់ស្ដែងទាល់តែ CBLP ហ្នឹងវាមានការប្រថាប់ត្រាប្រើឲ្យប្រាស់ជាផ្លូវការបាទអាហ្នឹងបានយើងអាចប្រើបានប៉ុន្តែតាមពិតទៅដោយសារតែពាក្យប្រើនៅស្រុកខ្មែរយើងច្រើនពេកបាទសូម្បីតែ oxygen sensor យើងហៅដូចស៊ីម៉ាំងយើងហៅដូចស៊ីម៉ាំងយល់ទេដូចស៊ីម៉ាំងអញ្ចឹងដូចស៊ីម៉ាំងហ្នឹងអត់ទាន់យកជាផ្លូវការទេប៉ុន្តែយើងប្រើយើងនៅតែយល់អញ្ចឹងណាដូចពាក្យបដាងតែពិតវាមិនមែនជាពាក្យខ្មែរទេខ្មែរគឺកង់ឃ្លីបាទខ្មែរគឺកង់ឃ្លីបាទដូចគូសនេប៉ាយេបាតឃើញទេបាទដូចបាក់ដូចអីហ្នឹងប៉ាយេហ្នឹងមិនមែនជាពាក្យខ្មែរទេតែពាក្យកម្ចីពីប្រទេសជិតខាងដែលគេនាំបច្ចេកទេសចូលមកហ្នឹងជាងបច្ចេកទេសដែលចូលមកហ្នឹងគាត់ធ្លាប់ធ្វើគាត់ហៅអញ្ចឹងដល់ទៅពេលជាងខ្មែរយើងអត់ស្គាល់គ្រឿងហ្នឹងទេដល់ពេលទៅសួរគេអាហ្នឹងគេហៅអីជាងវៀតណាមហៅថាបាក់ហៅថាបដាងហៅថាប៉ាយេអញ្ចឹងទៅអញ្ចឹងយើងក៏ចាំពាក្យហ្នឹងថាបើចង់ទៅរកទិញអាហ្នឹងតោះតែនិយាយភាសាហ្នឹងបានគេលក់ឲ្យមិននិយាយភាសាផ្សេងគេលក់ឲ្យដោយសារគេអត់ស្គាល់ឃើញទេអញ្ចឹងដល់យើងនិយាយថាពាក្យហ្នឹងបានគេស្គាល់ណាគេស្គាល់ទៅគេលក់ឲ្យយើងអញ្ចឹងជាងខ្មែរយើងដោយសារអីដោយសារអញ្ចឹងអត់មានពាក្យប្រើខ្លួនឯងទេអត់មានភាសាហៅខ្លួនឯងទេគឺហៅតាមភាសាគេហៅតាមភាសាអ្នកលក់ឃើញទេហៅតាមភាសាអ្នកលក់ដល់អញ្ចឹងទៅប្រើភាសាហ្នឹងបានអ្នកលក់គេលក់ឲ្យបានគេរកឲ្យយើងឃើញបាទខ្ញុំធ្លាប់ទៅទិញគ្រឿងគឺភាគច្រើនគឺអញ្ចឹងពីមុនខ្ញុំទៅទិញ relay គេស្គាល់ទេដល់អាលះបានគេស្គាល់បាទ relay ហើយអាលះពាក្យភាសាវាខុសគ្នាតែបន្តិចទេគេអត់ស្គាល់ដែរបាទទៅទិញ relay គេអត់ស្គាល់ទេទៅទិញអាលះបានគេស្គាល់ទិញ oxygen sensor គេអត់ស្គាល់ទេទៅទិញដូចស៊ីម៉ាំងបានគេលក់ឲ្យយើងឃើញបានគេរកឲ្យយើងលក់បានគេរកលក់ឲ្យយើងបានឃើញទេបានគេរកលក់ឲ្យយើងបានអញ្ចឹងពិបាកអញ្ចឹងសុំថាពាក្យមួយគឺយើងបើកាលណាឃើញខ្ញុំសរសេរនៅលើមេរៀនបងប្អូនអាចចំណាំទុកព្រោះភាសានេះគឺខ្ញុំសរសេរតាមការរៀនសូត្រតាមឯកសារបាទមិនមែនភាសាដែលយើងប្រើនៅកន្លែងអ្នកលក់គ្រឿងហើយក៏មិនមែនភាសាដែលជាងប្រើនៅកន្លែងតាមក្រាស់ដែរចង់បញ្ជាក់អញ្ចឹងណាឥឡូវនេះគឺជាងនៅតាមក្រាស់គាត់រត់ទៅរកសាលារៀនច្រើនបាទគាត់លែងអង្គុយចាំតែធ្វើតគ្នាទៀតហើយគឺគាត់រត់ទៅរកសាលារៀនដូចពួកយើងចឹងខ្ញុំសរសើរដែលពួកយើងហ៊ានលះបង់ថវិកាដើម្បីរៀនយកចំណេះដឹងថ្មីហើយបើកាលណាអង្គុយចាំតែរៀនអង្គុយចាំតែធ្វើតគ្នាគឺអត់បែកទេអត់រីកចម្រើនទេមានតែការរៀនទេដែលធ្វើឲ្យខួរក្បាលយើងរីកចម្រើនចំណេះដឹងយើងវារីកចម្រើនណាទោះបីអ្នកឯងធ្លាប់ធ្វើការ10ឆ្នាំក៏ដោយធ្វើជាងឡាន20ឆ្នាំក៏ដោយបើសិនជាមិនរៀនមិនអភិវឌ្ឍខ្លួនឯងទេគឺនៅតែអត់ទាន់គេអញ្ចឹងជឿថានៅតែអត់ទាន់គេអញ្ចឹងជាងចាស់ពីមុនឥឡូវគាត់ដើរលេងទាន់គេហើយគាត់ស្គាល់តែកុំព្យូទ័រហ្នឹងយ៉ាងម៉េចគាត់អត់ស្គាល់ scan ហ្នឹងយ៉ាងម៉េចមិនដឹងចុច scan ប្រើ scan យ៉ាងម៉េចទេបាទទៅរត់ទៅសួរគេបាទសួរគេឲ្យចំណាំទុកបាទសួរគេអាហ្នឹងស្អីគេហ្នឹងត្រូវចំណាំទុកតែបើសិនជាយើងរៀនយើងបំបែកខ្លួនឯងមកក្មេងសម័យក្រោយនេះគឺក្មេងសម័យបច្ចេកវិទ្យាបាទមិនមែនក្មេងសម័យ79ទៀតទេអញ្ចឹងក្មេងសម័យបច្ចេកវិទ្យាមិនមែនក្មេងសម័យសរសេរសំបុត្រស្នេហាទេឥឡូវគេប្រើ smartphone អស់ហើយអញ្ចឹងវាលឿនណាការចាប់បានគឺលឿនមែនតើណាហ្នឹងហើយអូខេអញ្ចឹងការប្រើប្រាស់ពាក្យក្នុងនេះខ្ញុំខ្លាចគ្នាយើងអត់យល់ហើយខ្លាចតែស្ដាប់ទៅវាប្លែកអញ្ចឹងខ្ញុំចង់បញ្ជាក់ប៉ុណ្្នឹងណាអូខេបាទមួយទៀតគឺ cam sub angular position បាទអញ្ចឹងអានេះគឺចាប់ទីតាំងចាប់ sensor ចាប់ព័ត៌មានទីតាំងខ្នើយកាមព័ត៌មានទីតាំងខ្នើយកាមយើងប្រើពាក្យថាខ្នើយកាមតែខ្នើយកាមវានៅកន្លែងណាហើយរៀងវាយ៉ាងម៉េចវាតតែយើងទៅរៀនម៉ាស៊ីនដោះម៉ាស៊ីនរើម៉ាស៊ីនមិនយើងដឹងឃើញទេផ្លូវកាមយើងស្គាល់ហើយចុះខ្នើយកាមហ្នឹងយ៉ាងម៉េចបើអ្នកធ្លាប់រើម៉ាស៊ីនមិនដឹងថាខ្នើយវាយ៉ាងម៉េចបើអ្នកមិនដែលរៀនបច្ចេកទេសយើងគ្រាន់ឮពាក្យថាខ្នើយច្រឡំខ្នើយកោយឃើញទេតែយើងមនុស្សយើងមានខ្នើយកោយដែរដល់ពេលម៉ាស៊ីនមានខ្នើយឲ្យវាដែរឃើញទេអញ្ចឹងខ្នើយកាមហ្នឹងគឺពកដែលសកត់សបាប់
អាពកដែលនៅលើដងលកាមសកត់សប៉ាប់ហ្នឹងគេហៅថាខ្នើយកាមដោយសារតែវាសកត់កោយទៅលើដងសប៉ាប់ហ្នឹងដើម្បីឲ្យដងសប៉ាប់ហ្នឹងដើម្បីសប៉ាប់ហ្នឹងវាចំហអញ្ចឹងគេហៅថាខ្នើយកាមឃើញទេបាទហើយពាក្យហ្នឹងគឺប្រើទូទៅនៅក្នុងសៀវភៅបច្ចេកទេសរបស់ខ្មែរដែលសរសេរជាភាសាខ្មែរគឺប្រើទូទៅណាឲ្យតែឃើញពាក្យតែខ្នើយកាមយើងនឹងថាហ្នឹងនៅកន្លែងណាអញ្ចឹងទីតាំងខ្នើយកាមហេតុអីបានគេចាប់ទីតាំងខ្នើយកាមយើងធ្លាប់ស្គាល់ sensor កាម shaft position sensor មែនទេកាម shaft position sensor crankshaft position sensor តែនៅក្នុងនេះខ្ញុំសរសេរថាកាម shaft angular position sensor តែខ្ញុំដាក់ពាក្យថា sensor ពីមុខវាវែងតែកាលនៅវែងខ្ញុំសរសេរអក្សរខ្មែរទៅបាត់អស់អញ្ចឹងខ្ញុំកាត់ពាក្យ sensor ចោលខ្លាចគ្នាយើងអត់យល់ណាហ្នឹងហើយអូខេអញ្ចឹងកាម shaft angular position បាទនេះយើងចាប់ទីតាំងខ្នើយកាមមានន័យថាគឺយើងចាប់ពីមុំនេះយើងមើលប្រើពាក្យមុំបាទទីតាំងមុំប៉ុន្មានឲ្យប៊ូស៊ីមានភ្លើងឬក៏មុំប៉ុន្មានដែលឲ្យប៊ិចសម្រាប់ម៉ាស៊ីនបន្សុទ្ធម៉ាស៊ីនឌីសែលឲ្យប៊ិចព្រោះប្រេងឃើញទេអញ្ចឹងអាហ្នឹងគឺជាអ្នកកំណត់មុំខ្នើយកាមថាវាដល់ខ្នើយកាមដល់ត្រង់ណាគឺវគ្គអីដល់ត្រង់ណាវគ្គអីអញ្ចឹងវាចាប់វគ្គបឺតបំណែមផ្ទុំចេញបានគឺតាមរយៈទីតាំងខ្នើយកាមវាវិលផុតសប៉ាប់ភូសប៉ាប់កោយសប៉ាប់ហ្នឹងឯងឃើញទេអញ្ចឹងកន្លែងហ្នឹងណាអញ្ចឹងហើយហេតុអីមានគូសិស្សមួយចំនួនគាត់ចង់មករៀនជាមួយខ្ញុំហើយគាត់ថាលោកគ្រូខ្ញុំចង់រៀនតែភ្លើងឯងខ្ញុំចង់រៀនតែភ្លើងឯងដល់ពេលខ្ញុំប្រាប់ថាខ្ញុំរៀនភ្លើងរៀនវគ្គហ្នឹងត្រូវហើយគេចង់រៀនម៉ាស៊ីនទេតែម៉ាស៊ីនគេធ្លាប់ធ្វើពី2ឆ្នាំហើយគេចង់រៀនជើងក្រោមឯងជើងក្រោមធ្លាប់ធ្វើពី2ឆ្នាំហើយអូខេអ្នកឯងធ្លាប់ធ្វើពី2ឆ្នាំតែបើសិនជាខ្ញុំសួរប្រហែលជាអ្នកឯងអាចនឹងឆ្លើយមិនចេញបាទធ្វើប្រហែលឆ្នាំក៏ដោយព្រោះការធ្វើវាខុសពីការរៀនយើងរៀនគឺយើងដើម្បីបំពាក់សមត្ថភាពការគិតនិងវិភាគចំណេះដឹងយើងហៅថាចំណេះដឹងចំណេះធ្វើផ្សេងចំណេះធ្វើខុសពីចំណេះដឹងខុសពីចំណេះធ្វើយើងធ្វើបានបទពិសោធន៍ដោយសារយើងធ្វើវាទម្លាប់ធ្វើវារាល់ថ្ងៃយើងចេះធ្វើតែបើចំណេះដឹងគឺយើងមានសមត្ថភាពទៅលើការគិតវិភាគបានវែងឆ្ងាយយើងដឹងមូលហេតុថាហេតុអីបានអាហ្នឹងវាទៅអញ្ចឹងតែបើយើងចេះធ្វើតាមបទពិសោធន៍យើងចេះធ្វើតាមគេតាមគ្នាមកយើងដឹងថាហ្នឹងធ្វើទៅអញ្ចឹងចេញទៅអញ្ចឹងតែបើបុព្វហេតុរបស់វាហេតុអីបានម៉ាស៊ីនរើទៅអ្នកខ្លះគាត់រើគាត់ជិះបាន13 4 5ឆ្នាំអ្នកខ្លះរើទៅបាន6ខែឡោក6ខែឡោកឃើញទេ6ខែចេះរងកន្លះអ្នកខ្លះចេញពីការ៉ាស់បាន2ថ្ងៃចេះរងកន្លះឃើញទេចេះរកកន្លះវិញណាដោយសារអីពេលខ្លះយើងធ្លាប់តែធ្វើអញ្ចឹងម៉ាស៊ីនធ្លាប់ធ្វើអញ្ចឹងតទៅពេលម៉ាស៊ីនផ្សេងមិនមែនធ្វើអញ្ចឹងណាគ្រប់ម៉ាស៊ីនមួយចេញពីរោងចក្រមួយវាមានស្ពេចរបស់វាផ្សេងគ្នាឃើញទេអញ្ចឹងហើយបានម៉ាស៊ីនសាំងម៉ាស៊ីន diesel អត់អាចរឹតក្បាលកន្លះដូចគ្នាបានទេឃើញទេសូម្បីតែម៉ាស៊ីនសាំងដូចម៉ាស៊ីនគ្នាវាហ្នឹងម៉ាស៊ីនបឡែនម៉ាស៊ីនពួក300បាទម៉ាស៊ីនពួក4ម៉ាស៊ីនដូចគ្នា CRV ឃើញទេពួក4ម៉ាស៊ីនឡានអីផ្សេងទៀតពួក Honda ពួក Honda Toyota ពួកស្អីហ្នឹងមិនមែនរឹតក្បាលកន្លះដូចគ្នាណា4ម៉ាស៊ីនដូចគ្នាតែក្រុមហ៊ុនផ្សេងតែកាលណាវាផលិតប្រឡុងមកទំហំប្រឡុងផ្សេងកម្លាំងរឹតក៏ផ្សេងគ្នាដែរចំនួនប្រឡុងខុសគ្នាក៏កម្លាំងរឹតខុសគ្នាដែរឃើញទេអាហ្នឹងយើងត្រូវដឹងអញ្ចឹងហើយដល់ពេលគាត់អត់ចង់រៀនទេគាត់ចង់រៀនតែភ្លើងអូខេរៀនបានភ្លើងរៀនវគ្គភ្លើងរៀនទៅណាអាហ្នឹងវគ្គនេះដោយសារអីវាពាក់ព័ន្ធជាមួយនឹងប្រព័ន្ធបច្ចេកអញ្ចឹងខ្ញុំថែមឲ្យទេណាខ្ញុំថែមឲ្យទេតាក់ទងនឹងម៉ាស៊ីនហើយនឹងជើងក្រោមខ្ញុំថែមឲ្យទេតាមពិតបើសិនជារៀននឹងម៉ាស៊ីននៃជើងក្រោមហ្នឹងចូល1ឆ្នាំទៀតណា1ឆ្នាំទៀតខ្ញុំចង់បញ្ជាក់អញ្ចឹងណាបាទមួយទៀតគឺ coolant temperature sensor សីតុណ្ហភាពទឹក sensor សីតុណ្ហភាពទឹក sensor សីតុណ្ហភាពទឹកនេះគឺវាចាប់ពីសីតុណ្ហភាពទឹកស្អំសីតុណ្ហភាពទឹកស្អំនៅក្នុងម៉ាស៊ីនណា sensor ចាប់សីតុណ្ហភាពទឹកស្អំចាប់ទៅអីទាំងអស់គ្នាស្គាល់ទាំងអស់គ្នាណា sensor សីតុណ្ហភាពទឹកគឺស្គាល់ទាំងអស់គ្នាប៉ុន្តែសួរថាវាដាក់មកដើម្បីអីសុំ add មួយនេះបេអៀងទៅចូលបេអៀង
គេរៀនចិត្តចប់ឥឡូវទៅចូលតោះទៅទៀតគេយើងស្គាល់ sensor ឃើញទេហើយ sensor សីតុណ្ហភាពទឹកនេះណាពេលខ្លះក៏ជាក់ស្ដែងទៅក៏ឡានខ្លះក៏យើងបិទកូនចោលក៏បានប៉ុន្តែស៊ីណាយើងដកវាកវត្តចោលក៏បានប៉ុន្តែស៊ីប្រេងស៊ីសាច់ហេតុអីបានចាំបាច់គេដាក់ coolant temperature sensor ដាក់ដើម្បីអីវាមិនមែនដាក់ត្រឹមតែបង្ហាញនៅលើកុងទ័រទេបង្ហាញនៅលើកុងទ័រហ្នឹងគ្រាន់តែជា indicator មួយផ្ដល់ឲ្យអ្នកបើកបរឲ្យដឹងថាសីតុណ្ហភាពរបស់ម៉ាស៊ីនយើងវានៅត្រង់កម្រិតណាវាឡើងខ្ពស់ក្តៅខ្លាំងពេកវាមានបញ្ហាឬក៏ត្រជាក់ពេកអីត្រជាក់ពេកអត់មានបញ្ហាទេតែបើអាក្តៅពេកអាឡើងខ្ពស់កំណត់នេះគឺវាមានបញ្ហាឡើងដាក់មិនមែនត្រឹមតែប៉ុណ្្នឹងទេណាមិនមែនត្រឹមតែចង្អុលបង្ហាញប្រាប់ថាសីតុណ្ហភាពវាប្រមាណទេ coolant temperature sensor នេះគឺមានសារៈសំខាន់បាទមិនមែនជាតែបិទកូនចោលមិនមែនជាដកកវ៉ាត់ចោលបានទេចង់បញ្ជាក់អញ្ចឹងសម្រាប់ផ្ដល់ការបច្ចេកដំបូងនៅពេលម៉ាស៊ីនត្រជាក់នៅពេលដែលម៉ាស៊ីនព្រលឹមឡើងវាត្រជាក់អញ្ចឹងវាត្រូវចាប់សញ្ញាពី coolant temperature sensor នេះមួយដើម្បីឲ្យដឹងថាពេលម៉ាស៊ីនត្រជាក់ហ្នឹងវាត្រូវបាញ់ប្រេងប៉ុន្មានឃើញទេវាត្រូវបាញ់ប្រេងប៉ុន្មានដើម្បីឲ្យងាយឆេះឃើញអត់នៅពេលដែលទឹកឡើងក្តៅវាត្រូវបាញ់ប្រេងប៉ុន្មានដើម្បីឲ្យម៉ាស៊ីនហ្នឹងវាឆេះស្រួលហើយមានការសន្សំចៃឆេះបានដូចគ្នាតែសន្សំចៃឃើញទេបងប្អូនឃើញឡានខ្ញុំឧទាហរណ៍មួយឡានតាក់ស៊ីឬមួយក៏ឡានភ្ញៀវមួយចំនួនពេលដែលគាំងតែម៉ូស្តាតខូចតែម៉ូស្តាតគាត់តែងតែដកតែម៉ូស្តាតចេញតែម៉ូស្តាតហ្នឹងអីគេគឺវ៉ានទឹកណាក្លាប់ពេភាសាជាងគេហៅក្លាប់ពេទឹកដកក្លាប់ពេចេញដកចេញមានរឿងអីកើតឡើងនៅពេលដកចេញវាអត់មានបញ្ហាទេប៉ុន្តែអ្វីដែលធ្វើឲ្យយើងខ្ជះខ្ជាយនោះគឺវាស៊ីប្រេងហេតុអីបានវាស៊ីប្រេង sensor សីតុណ្ហភាពទឹកវាចាប់បាននៅពេលដែលទឹកត្រជាក់គឺវាបានចងនៅក្នុងប្រអប់ហើយចងនៅក្នុង ECM ហើយនៅពេលដែលសីតុណ្ហភាពវាដឹងថាសីតុណ្ហភាពទឹកនឹងត្រជាក់ណាវានឹងប្រើឲ្យប៊ិចនឹងបាញ់ប្រេងច្រើនឃើញទេហេតុអីបានទឹកត្រជាក់វាប្រើឲ្យបាញ់ប្រេងច្រើនហេតុអីនេះអានោះសុទ្ធតែមូលហេតុតែយើងត្រូវដឹងពីវាឃើញទេឡានរថតាក់ស៊ីមួយណាក៏ដូចមួយណាដែរគ្មានដែលទុកក្លាប់ពេទឹកទេអត់ដែលទុកទាំងមួយស្តាទេគឺតែងតែដោះចេញទី1ជាន់ស្ទុះទី2ខ្លាច់ស្ទះនៅពេលដែលគាត់រត់ទៅវាខ្លាច់ស្ទះក្លាប់ពេរបូតទៅយកទឹកទុកធុងទឹកឬមួយក៏គាំងក្លាប់ពេចេះរងកន្លះខ្លាច់មានបញ្ហាហ្នឹងអញ្ចឹងគាត់ដោះកវ៉ាត់ចោលហើយណាមួយទៀតអត់គាត់ខ្វល់ឯស្អីឡានគាត់ប្រើហ្គាសណាគាត់ដាក់ប្រព័ន្ធហ្គាសឃើញទេអញ្ចឹងគាត់ខ្វល់ទេតែតាមពិតគឺខ្ជះខ្ជាយណាស់តែកាលណាដោះក្លាប់ពេចេញគឺខ្ជះខ្ជាយហ្មងពីព្រោះអីសីតុណ្ហភាពទឹកនេះ sensor សីតុណ្ហភាពទឹកនេះគឺវាចាប់តកាលណានៅក្នុងធុងទឹកនឹងត្រជាក់វាបញ្ជាឲ្យបិចបាញ់ប្រេងឲ្យច្រើនហេតុអីបាន ECU នៅពេលដែលទឹកត្រជាក់វាបញ្ជាបិចបាញ់ប្រេងឲ្យច្រើនជាគោលការណ៍ឬក៏គេហៅថាធម្មជាតិរបស់ដែកវិស្វករគាត់គិតពីធម្មជាតិរបស់ដែកលោហៈដែលប្រើប្រាស់យកមកផលិតជាម៉ាស៊ីននៅពេលដែលវាត្រជាក់នៅពេលដែលវាត្រជាក់ពេកវាត្រជាក់មានថាគេហៅថាអេឡាស់របស់វាណាអាភាពរលាស់របស់វាអត់សូវមានភាពរលាស់ទេឃើញទេអញ្ចឹងគេសិក្សាឃើញថានៅក្នុងសីតុណ្ហភាពត្រឹម96អង្សាដែលចន្លោះពី73ដល់96អង្សាគេថារាល់លោហៈទាំងអស់នៅក្នុងម៉ាស៊ីនគឺមានដំណើរការល្អបាទមានដំណើរការល្អមានភាពរលាស់ល្អភាពស្វិតនិងសម្ព័ន្ធគីមីដែលវាចាប់ភាពស្វិតរបស់វានោះអាសម្ព័ន្ធគីមីនៅក្នុងដែកណាវាចាប់គ្នាបានល្អគឺគេកំណត់យកប៉ុណ្ណឹងដូច្នេះហើយប្រសិនបើទឹកនៅក្នុងធុងទឹកមិនទាន់ឡើងដល់កំណត់ដែលវិស្វករគេបានកំណត់គេបានសេតនឹងទេនៅក្នុងប្រអប់នឹងទេគឺប្រេងនៅតែបាញ់ច្រើន
ដើម្បីបង្ខំឲ្យម៉ាស៊ីននឹងឡើងកម្ដៅដល់កំណត់បាទឃើញម៉ាស៊ីនដែលឆាប់ឡើងកម្ដៅដល់កំណត់អ្នកដែលគាត់អត់បានសិក្សាគាត់អត់បានស្វែងយល់គាត់ថាហេម៉ាស៊ីននេះឆាប់ឡើងកម្ដៅណាឆេះមួយផ្លែតឡើងកម្ដៅភ្លាមគាត់យល់ច្រឡំថាម៉ាស៊ីននឹងអន់ខុសហើយម៉ាស៊ីនដែលបច្ឆេះតនិចកម្ដៅឆាប់ឡើងដល់កំណត់របស់វាគឺជាម៉ាស៊ីនដែលល្អបាទតែគេផលិតមកអែមហើយអញ្ចឹងកាត់បន្ថយការចំណាយឥន្ធនៈឃើញទេនឹងចង់បញ្ជាក់អញ្ចឹងមិនមែនត្រឹមតែលោហៈដែលផលិតម៉ាស៊ីននឹងវាដំណើរការល្អទេវាលគាំងគូសនេស្អីស្អីដងលកាមដងស្អីវាដំណើរការល្អតែប៉ុណ្្នឹងទេអ្វីដែលសំខាន់មួយទៀតគឺប្រេងដែលយកទៅផ្សើមរំអិលនៅក្នុងម៉ាស៊ីននៅក្នុងសីតុណ្ហភាព96អង្សាគឺប្រេងលំហូរបានល្អបាទវាហូរបានល្អណាអញ្ចឹងហើយបានប្រេងគេផលិតមកទៅតាមប្រភេទម៉ាស៊ីនឃើញទេម៉ាស៊ីន diesel គេប្រើប្រេងផ្សេងអញ្ចឹងទៅម៉ាស៊ីនពួក gasoline គេប្រើប្រេងផ្សេងអញ្ចឹងទៅឃើញទេពួក hybrid ឯចាប់ពី0 10អីឡើងគេប្រើប្រេងផ្សេងអញ្ចឹងទៅឃើញទេពួកឡានអឺរ៉ុបអីគេប្រើប្រេងប្រភេទផ្សេងអញ្ចឹងទៅឃើញទេបាទហើយតើកាលណាយើងចាក់ខុសយ៉ាងម៉េចចាក់ខុសគឺមានបញ្ហាយ៉ាងម៉េចម៉ាស៊ីនឆាប់លាន់សំឡេងដោយសារលំហូរប្រេងហ្នឹងវាមិនត្រូវជាមួយនឹងលោហៈធាតុនៅក្នុងហ្នឹងហើយវាមិនត្រូវជាមួយនឹងកម្ដៅដែលកំណត់នៅក្នុងម៉ាស៊ីនហ្នឹងឃើញទេអញ្ចឹងវាអត់ត្រូវទេឃើញហេតុអីបានឡានខ្លះឡាន diesel ដែលយើងធ្លាប់ពីមុនយើងដឹងថាពួកអាឡាន diesel ឡានម៉ាស៊ីនអីហ្នឹងម៉ាស៊ីនអីចាក់សិតតា25ឃើញទេតែឥឡូវមកដល់សម័យក្រោយនេះឡាន diesel ចាក់ប្រហែល530ឃើញទេចាក់530ឡានសាំងពួកម៉ាស៊ីនតូចមកសម័យក្រោយនេះពួក Ford អីចាក់ប្រហែល C20 ឬក៏520មិនមែនចាក់530ទេណាបាទឡានខ្លះចាក់520ឬក៏យើងចាក់ C20 ឃើញទេបើអត់ទេយើងអាចចាក់530ជំនួសបានប៉ុន្តែកុំប្រើវាឲ្យជានិរន្តរ៍យើងដល់ពេលយើងអាចត្រូវដូរវាចោលដាក់អានេះមកវាវិញឃើញទេអញ្ចឹងការប្រើប្រាស់ប្រេងនឹងគឺចង់ដឹងច្បាស់យើងអាចសិក្សាជាមួយនឹងអ្នកលក់ប្រេងបាទអ្នកលក់ប្រេងយើងអាចសិក្សាមួយគាត់ទៅគាត់ប្រាប់ពីរបៀបប្រើប្រាស់ណាហើយខ្ញុំអត់បរៀនទេអានោះចាចាំមួយទឹកចាំមុតដល់កូនណាបាទទៅឡើយម៉ាម៉ាគាត់ទៅប៉ាចាប់ឡើយទៅឡើយម៉ាម៉ាបាទអញ្ចឹងសម្រាប់ sensor សីតុណ្ហភាពទឹកនេះខ្ញុំបង្ហាញប៉ុណ្ណឹងហើយចាំយើងទៅរៀនហើយយើងនិយាយគ្នាថែមទៀតណាហ្នឹងហើយមួយទៀតគឺ manifold absolute pressure បាទគឺ map ឥឡូវ map ក្រោម map ហ្នឹងមកវាថា manifold គឺបំពង់corrector ណា corrector យើងតែយើងភាសាយើងនិយាយភាសាជាងគេហៅ corrector ស្គាល់ហ៎បាទតែបើយើងហៅភាសានេះមកយើងហៅថាអាហ្នឹងគឺជា core air បាទបំពង់ air នេះគេហៅបំពង់ខ្យល់បំពង់ air ឬក៏យើងហៅថាបំពង់បឺតចូលបាទបំពង់បឺតចូលគេមីសេករៀនកើតហើយអត់មានសេវាអត់អីទេខ្ញុំថតវីដេអូតាពេញអៀងអត់អីទេហ្នឹងខ្ញុំថតវីដេអូតា admit គ្នាយើងមួយទៀតសិនហ្នឹងហើយទៅចូលចេញចូលអូខេតោះយើងតទៀតណាបាទមួយទៀតគឺ manifold absolute pressure sensor បាទ pressure sensor នេះគឺជា sensor ចាប់វិសម្ពាធបំពង់បឺតចូលចាប់វិសម្ពាធបំពង់បឺតចូលណាហើយភាសាជាងយើងហៅថា corrector បាទវិសម្ពាធទាំងអស់គ្នាស្គាល់ពាក្យថាវិសម្ពាធទេអញ្ចឹងពាក្យមួយខ្ញុំចង់បង្ហាញឲ្យអ្នកទាំងអស់គ្នាយល់មុននឹងយើងបន្តមេរៀនទៅមុខទៀតបើយើងនិយាយចំទៅក្នុងនេះវាសម្បូរពាក្យពិបាកបាទវាកស័ព្ទបាទវាសម្បូរពាក្យពិបាក
đôi vị sầm piết ấy ní và sân bài dương mình thọp riêng dương mình thọp chlong cắt vì chia lai tí và hay chứ ai đang mình dồn ai pe khác nè để thọp chlong cắt vì chia lấy đại mình ban riêng có mình dồnเลยcái này piết ta vị sầm piết ta có cái này school piết thao vitamin này vitamin hay năng ạ vitamin thế này vitamin ban đây tha chứ mấy bộ rồi có miền ạ vitamin ban đây tha đỏ rồi có dân hạ tha ọt giống nhau bởi chẳng từ lọc màu vĩnh bịa thao vị sầm piết hay năng sầm piết ấy còn chẳng được cái này đẩy việc tôi cái này chẳng được cái này đẩy việc tôi cái này đầu viên vitamin nào vitamin chẳng được cái này vitamin nào vitamin bởi vị sầm piết năng sầm piết cọc tôi cái này chẳng đẩy sầm piết cứ miền này tha bộ miền này tha vitamin sầm piết vitamin rồi dân hao thá sầm piết tăng này rồi dân hao thá cầm lắng tăng này năng sầm piết á ngọc này chẳng pe đi ai than để ngọc này ai yên sập hơi bích bọt tốt ô à vậy được không phải dối ai chia cần lư xem em đặt ngọc này tầm mưa ai cái sao xinh xinh cho chạy chân đấy chắc ai nốt tốt sầm piết cứ mê tha sầm piết cứ chia cầm lăng tăng nén rồi còn chia sầm piết tăng nén rồi còn chừng hao tha sầm piết với chấm miền sầm piết đó đấy việc tôi bị vị sầm piết cứ mê tha sầm piết ạ với chấm miền sầm piết ạ với chấm miền rồi có hao tha chia cầm lăng đáy tay cầm lăng bớt stroke mình men chia cầm lăng tăng nén đấy này cầm lăng bớt stroke vì đôi chỉ dương bớt do đạo bằng pung đường mót hay dương bớt đấy bằng pung từ dấu dương bớt đấy là nó cứ hay dương stop á dương stop trong từ dấu nó ở chóp hay dương bớt bằng pung từ dấu từng bớt đấy dương bớt đấy stop từ dấu nó chóp đấy chẳng dương bớt với tới khăn khăn từ dấu đi cứ miễn vị sầm piệt môi tiền rồi thì họ sáng chặt thằng nam này dương Scott tục trong mà chóp hay dương tiên viện đọ máu p để dương đọ máu tao có khnia khơi ai chả lo spe này không ngùng pung nữa tích chả long than được không nâng miên trò giặt chả long là không nâng miên trò không nâng không miên đây tầng ọ cứ cái hao tham vị sầm piệt không nâng miên cầm láng đáy tay vía chưa cầm láng bớt sầu bà chưa cầm láng bớt sầu tay person mà dương vô sờ rang tại đây rồi dương hold vi hái và to bao dương stop chồng cái dương Scott với mình không nâng cứ miên này kì cứ miên sầm piệt bản men vị sầm piệt đấy nè cứ miên sầm piệt không nâng cứ miên cầm láng tăng này nè trong ở vô cái này đôi chân này manifold absolute pressure sensor này cứ việc chấp cầm lăng bớt stroke nơi không nông co tờ bà chấp pi cầm lăng bớt stroke pi cầm lăng vị sầm piết nơi không nông bồng bông bớt chỗ làm mấy ấy chấp làm mấy ấy xong em mình dương mối điện đấy năng này trong mặt ban cái này chúng mối tu sắp kia của bạn đây là còn tầm bạn chỗ bây giờ dương khan riêng mà dạ nhưng tới này là còn flex mà là ngay nó riêng nó ban mơ group bây giờ tới bà năng ở đây cho dương kia thì là mong mấy đi to ok to dương to tiệt đấy chẳng sensor này cứ chắp pi vị sầm piệt như thế thay chắp cầm lăng bơ sộp số thay chắp tầm bầy ấy chắp thừa ấy mà cao bây giờ mình đo tông sông tôi vào open màn bảo vol tôi vào open màn lấy code với màn thế đấy ok à nó chấm p hới chấm dương sắc xa về phía tới dương cho bài đấy ok chẳng ca chắp vị sầm piệt đó này cứ vì trong đằng tha cầm lăng để cả bơ sộp đó cầm rất ná hơi viết thua ca lấy đầm rơi ấy kì nghe đấy nó cái trang sensor mùi cứ đã nó mến đã làm bây giờ là mới đấy nè cứ vì sắp tay miên một nghiệp bảo việc gì gì này speed sensor là bữa nó dồn này đấy thì đã nơi bỏ lấy từ mùi các đạn nơi cả lại nạp xí rồi nạp làm xí đấy chúng cao với anh đã nâng con với đạn nơi video xì nhà pi sensor ABS đấy vì ai vô bị con na muối và
ណាល្បឿនរថយន្តណាខ្លះទៅវាអាចដាក់នៅប្រអប់លេខខ្លះទៅវាអាចដាក់នៅកង់អីចឹងទៅតាមប្រភេទឡានបាទហើយយកមកដើម្បីអីណាចាប់ល្បឿនហ្នឹងដើម្បីយកធ្វើអីណាdifferential អានេះ differential exhaust gas pressure អានេះសម្រាប់គេហៅថាបងប្អូនគ្នាធ្លាប់ឃើញឡានអាស៊េរីក្រោយគេហៅពួកDPF ណាឃើញបិទ DPF បិទចោលអូខេអាហ្នឹងវាដូចទាំងhơiសាំងយើងបិទhơiសាំងបិទអី emission control អីណា emission control ប៉ុន្តែអានេះវានៅគេគឺវានៅបំពង់ស៊ីម៉ាំងវាជាប្រភេទhơiដែរជាប្រភេទចរន្តខ្យល់ត្រឡប់ដែរតែវានៅបំពង់ស៊ីម៉ាំងបាទប្រព័ន្ធ emission control ប្រព័ន្ធ evaporative emission control គឺវាប្រព័ន្ធខ្យល់ត្រឡប់ដែរប្រព័ន្ធhơiចំហាយត្រឡប់ដែរប៉ុន្តែវានៅបំពង់បឺតចូលវានៅចំហាយសាំងបឺតចូលបាទចំហាយចេញពីធុងបឺតចូលក្នុងករ៉ាទ័របឺតចូលក្នុងអីផ្សេងៗទៅឃើញទេតែអានេះចំហាយដែរតែជាចំហាយឧស្ម័នត្រឡប់នៅបំពង់បញ្ចេញអញ្ចឹងអានេះ sensor នេះគេហៅថាជាប្រភេទ sensor ចាប់បំរែបំរួលសម្ពាធឧស្ម័នចេញឃើញទេវាចាប់បំរែបំរួលសម្ពាធឧស្ម័នចេញចាប់ដើម្បីអីហេតុអីបានគេដាក់ហ្នឹងមកឃើញទេពួកឡាន diesel ណាពួកឡាន diesel សបោណាដែលយើងហៅប្រព័ន្ធ DPF ណាបាទមួយទៀតគឺ transmission gear selector position បាទ sensor ចាប់ទីតាំងដៃលេខដែលចាប់ទីតាំងការបញ្ជាលេខមិនដៃលេខទេណាចាប់ទីតាំងការបញ្ជាលេខមានថាបញ្ជាលេខ1លេខ2លេខ3អញ្ចឹងវាចាប់ទីតាំងហ្នឹងដើម្បីប្រអប់កំណត់ថានៅលេខប្រមាណនៅលេខប៉ុណ្ណឹងវាដឹងថានៅលេខប៉ុណ្ណឹងតែ throttle position sensor វាបើកអស់ហើយល្បឿនឡានវាអត់សូវទៅមុខអញ្ចឹងវាដឹងភ្លាមប្រអប់វាដឹងភ្លាមថាអូម្ចាស់កំពុងតែប្រឹងប្រហែលដឹកធ្ងន់ហើយឃើញទេប្រហែលជាឡានដឹកធ្ងន់បើមិនដឹកធ្ងន់ក៏ឡើងទួលដែរអញ្ចឹងវាបញ្ជាឲ្យបិញនឹងបាញ់ប្រេងច្រើនជាងមុនបាទរយៈពេលបាញ់ប្រេងឲ្យច្រើនជាងមុនឃើញទេហើយខ្យល់ហ្នឹងគឺត្រូវការច្រើនជាងមុនទៀតបាទដើម្បីច្រើនជាងមុនបានមិនកាលណាប៉ាបយងបើកធំសម្ពាធអានេះវាកើនខ្លាំងនេះវិសម្ពាធអានេះវាកើនខ្លាំងអញ្ចឹងវាដឹងប្រេងត្រូវបាញ់មិនប្រអប់គឺនៅចាំកណនីរហូតឃើញទេបាទឥឡូវយើងនិយាយទី1គឺអីគេ mass airflow បាទ mass airflow យើងនិយាយពី mass airflow អីគេ mass airflow បាទអញ្ចឹងក្នុងនេះអាម៉ាយកបន្តិចអត់ថតអាមកបាញ់មកទីទៀតប៉ាទៅឬអត់ទីទៀតប៉ាទៅហើយណាអូខេmass airflow យើងនិយាយមិញថាជា sensor ចាប់អត្រាលំហូរខ្យល់ចូលណាហ្នឹងហើយអញ្ចឹងខ្ញុំអានឲ្យស្ដាប់បន្តិចក្នុងនេះខ្ញុំបានកំណត់ថាគឺជាឧបករណ៍ចាប់អត្រាលំហូរខ្យល់ចូលដែលប្រើនៅលើម៉ាស៊ីនប្រភេទបាញ់ប្រេងដោយអេឡិចត្រូនិកតាមច្រកនីមួយអីគេបាញ់តាមច្រកនីមួយតែកាលណាបាញ់ប្រេងដោយអេឡិចត្រូនិកវាមិនដែលបាញ់ចូលម្ដងបាញ់ចូលដោយអាពួកប្រើបេនទេពួកប្រើបេនពេលបឺតទៅចំហាយសាំងបឺតចូលហ្នឹងគឺវាបឺតចូលតែបំពង់តែមួយឯងហើយតតែពេលសប៉ាប់ម៉ាស៊ីនទី1បើកអញ្ចឹងខ្យល់ហ្នឹងវាបឺតចូលទៅម៉ាស៊ីនទី1ទៅបាទដល់ពេលបិទទៅដល់ពេលម៉ាស៊ីនទី2បើកវាបឺតចូលទៅម៉ាស៊ីនទី2ទៅប៉ុន្តែច្រកចូលរបស់វាគឺតែមួយពួកប្រើបេនណាតែមួយទេហើយប្រភេទឡានខ្លះទៀតវាប្រើប៊ិចបាញ់តែមួយទៀតប៊ិចបាញ់តែមួយបាញ់ចូលនឹងគាត់ទៅបាញ់តែមួយនឹងតែម្ដងឃើញទេអញ្ចឹងសប៉ាប់ណាបើកវាបឺតចូលម៉ាស៊ីនហ្នឹងទៅឃើញទេតែសម្រាប់ប្រភេទម៉ាស៊ីនដែលប្រើប្រព័ន្ធព្រោះប្រេងដោយអេឡិចត្រូនិកគឺគេហៅថាពពួកបាញ់ចូលតាមច្រកនីមួយណាបាញ់ដោយអេឡិចត្រូនិកដែរប៉ុន្តែបាញ់ចូលតាមច្រកនីមួយមានន័យថាម៉ាស៊ីនទី1ផ្ទុះវាបាញ់ចូលម៉ាស៊ីនទី1វាដាក់ប៊ិចម៉ាស៊ីនទី1បាញ់ចូលម៉ាស៊ីនទី1
ម៉ាស៊ីនទី3ផ្ទុះបិចម៉ាស៊ីនទី3បាញ់ប្រេងម៉ាស៊ីនទី4ផ្ទុះបិចម៉ាស៊ីនទី4បាញ់ប្រេងនេះហើយគេហៅថាច្រកនីមួយៗឃើញទេនេះក៏ព្រោះតែបរិមាណប្រេងដែលបានផ្ដល់ដោយប្រព័ន្ធ EFI នេះ Electronic Fuel Injection បាទប្រព័ន្ធព្រោះប្រេងដោយអេឡិចត្រូនិកឃើញទេអញ្ចឹងនេះក៏ព្រោះតែបរិមាណប្រេងដែលផ្ដល់ដោយប្រព័ន្ធ EFI គឺត្រូវបានគ្រប់គ្រងដោយកុំព្យូទ័រវានៅណាកុំព្យូទ័រវាគឺនៅប្រអប់បញ្ជាហ្នឹងឯងអាហ្នឹងឯងគេហៅថាកុំព្យូទ័រឬក៏ហៅ micro computer បាទកុំច្រឡំទៅកុំព្យូទ័រយើងប្រើរាល់ថ្ងៃនេះមិនមែនទេណាបាទអានោះក៏កុំព្យូទ័រដែរហេតុអីបានគេហៅថាកុំព្យូទ័រដោយសារតែវាមាន RAM វាមាន ROM មាន CPU ឃើញទេវាមានគ្រឿងអេឡិចត្រូនិកនៅក្នុងនោះជាច្រើនទៀតវាមានខួរក្បាលវាមាន program វាមាន software របស់វាឃើញទេអញ្ចឹងតែកាលណាវាមាន hardware មាន software នៅក្នុងហ្នឹងគឺគេហៅថា computer ហើយឃើញទេអញ្ចឹងគឺគេហៅថា PCM មកពាក្យថាអីគេនេះគេហៅថា PCM ហ្នឹងគឺ computer របស់វាហ្នឹងឯងអាប្រអប់បញ្ជាហ្នឹងឯងឃើញទេបាទដែលបញ្ជាឲ្យបើកបិទបិចឃើញទេអាហ្នឹងអាប្រអប់បញ្ជារបស់ម៉ាស៊ីនហ្នឹងពេលដែលវាទទួលសញ្ញាមកពី sensor បណ្ដាផ្សេងៗហើយគឺវាបញ្ជាឲ្យបើកបិទបិចអញ្ចឹងសញ្ញាហ្នឹងយកពីណាមកបាទគឺយកមកពី Mac Airflow ហើយវាមិនមែនយកមកពី Mac Airflow តែម្យ៉ាងទេមិនមែនតែមួយមុខទេឃើញទេអញ្ចឹង Mac Airflow ហ្នឹងគឺកំណត់ដាក់មកដើម្បីកំណត់អីឥឡូវយើងមើលទៅមុខទៅទៀតឧបករណ៍នេះបញ្ជូនដំណឹងឬក៏យើងហៅថាសញ្ញាពីបរិមាណខ្យល់ដែលរត់កាត់សន្ទះប៉ាវីយ៉ុងនេះបាទបាទកន្លែងនេះខ្ញុំភ្លេចណាកន្លែងនេះអញ្ចឹងឧបករណ៍នេះបញ្ជូនដំណឹងឬក៏ហៅថាសញ្ញាអំពីបរិមាណខ្យល់ដែលរត់កាត់សន្ទះប៉ាវីយ៉ុងបាទរត់កាត់សន្ទះប៉ាវីយ៉ុងចូលទៅក្នុងម៉ាស៊ីនឃើញទេនឹងរួមជាមួយដំណឹងឬក៏សញ្ញាដែលបានមកពីបណ្ដាឧបករណ៍ចាប់ដំណឹងផ្សេងទៀតនៅលើម៉ាស៊ីនទៅឲ្យកុំព្យូទ័រដើម្បីធ្វើការគណនាចំនួនប្រេងដែលត្រូវបាញ់ទៅក្នុងម៉ាស៊ីនឃើញទេអញ្ចឹង Mac Airflow នេះគេដាក់មកដើម្បីអីគឺគេដាក់មកដើម្បីចាប់បរិមាណខ្យល់ថាវាចូលទៅច្រើនឬតិចនៅពេលដែលវាដឹងថាខ្យល់ចូលប៉ុណ្ណឹងហើយវាទៅសង់តង់គ្នាជាមួយនឹង sensor ផ្សេងទៀតដូចជាចាប់ពីអីគេណាចាប់ពីបណ្ដា sensor អីគេគឺអា sensor ខាងលើបំបញ្ញវិញនោះមានទាំងពីអី sensor សីតុណ្ហភាពទឹកមានទាំងពី speed មានទាំងពីការជុំម៉ាស៊ីនមានតែផ្សេងទៀតដើម្បីយកមកធ្វើការសង់តង់គ្នាហើយបញ្ជាឲ្យបិចបាញ់ប្រេងតម្រូវទៅតាមស្ថានភាពប្រើប្រាស់ឃើញទេបាទបន្ទាប់មកកុំព្យូទ័របង្កើនឬបន្ថយនេះឃើញទេគេបញ្ជាក់ណានៅពេលដែលវាបានសញ្ញាពីសញ្ញាពីsensor ផ្សេងហ្នឹងមកបន្ទាប់មកកុំព្យូទ័រគឺវាធ្វើការបង្កើនឬបន្ថយរយៈពេលបាញ់ប្រេងបង្កើនឬបន្ថយរយៈពេលបាញ់ប្រេងបង្កើនយ៉ាងម៉េចបន្ថយយ៉ាងម៉េចទាំងអស់គ្នាពេលដែលយើងបញ្ឆេះម៉ាស៊ីនយើងលឺសូរប៊ិចបាញ់ពឹកមែនទេអញ្ចឹងមកពឹកហ្នឹងគឺប្រេងវាព្រោះមកភីតអញ្ចឹងណាបាទវាព្រោះមកណា
ចឹងអាខណៈពេលដែលវាព្រោះមកភិតនេះប្រសិនបើវាយូរជាងមុនបន្តិចប្រេងនឹងបាញ់មកច្រើនជាងមុនហើយយេអញ្ចឹងអាវាលោតមកពឹកហ្នឹងប្រសិនបើវាពជាពេលរៀងយូរបន្តិចប្រេងនឹងមកច្រើនដូចយើងចុចឈីតហើយនឹងចុចសកត់ឲ្យជាប់ឈីអញ្ចឹងណាបាទអញ្ចឹងរយៈពេលហ្នឹងគឺ PCM ជាអ្នកកណនាបាទប្រអប់បញ្ជាម៉ាស៊ីនជាអ្នកកណនាថានៅពេលដែលខ្យល់ចូលប៉ុណ្ណាវាត្រូវកណនាថាត្រូវឲ្យបិចបាញ់យូរឬបាញ់ឆាប់បាញ់យូរឬបាញ់លឿនបាញ់យូរមកនេះតែបាញ់ច្រើនវាបាញ់លឿនបាញ់ឲ្យបិទវិញមួយផ្លេតគឺបាញ់តិចអញ្ចឹងគឺបញ្ជាពីវានឹងបញ្ជាពីខណៈពេលបាញ់ប្រេងណាតាន់ពេលគេហៅថាតាន់ពេលដើម្បីផ្ដល់សមាមាត្រខ្យល់ម្នាក់ដែលត្រឹមត្រូវឃើញទេសមាមាត្រខ្យល់អន្តរដែលត្រឹមត្រូវទាំងអស់គ្នាស្គាល់សមាមាត្រខ្យល់សាំងទេសម្រាប់ឡានសាំងសមាមាត្រខ្យល់អន្តរយើងហៅថាសមាមាត្រខ្យល់អន្តរឬក៏យើងហៅថាខ្យល់ប្រេងបាទអន្តរឬក៏ប្រេងប៉ុន្តែយើងអត់បានបញ្ជាក់ថាជាសាំងឬក៏ជាdieselទេបាទណាជាសាំងឬក៏ជាdieselទេដោយសារអីម៉ាស៊ីន diesel វាយើងប្រើពាក្យថា diesel ទៅម៉ាស៊ីនសុទ្ធហ្នឹងណាបាទខ្យល់សាំងយើងប្រាប់ថាខ្យល់សាំងសម្រាប់ឡានសាំងហ្នឹងទៅមានអីពីណាគេចង់មានអីមានសំណួរអីហ៎ចាំសួរក៏បានដែរចាំចប់ចាំសួរក៏បានដែរតិចទៀតយើងដល់ម៉ោងលើចាំតិចទៀតចាំសួរចុងម៉ោងយើងសួរបានអញ្ចឹងការបាញ់នេះរយៈពេលនៃការបាញ់ប្រេងនេះគឺវាធ្វើម៉េចដើម្បីកំណត់ពីសមាមាត្រឲ្យវាសមាមាត្រគ្នាជាមួយនឹងខ្យល់ប្រេងឬក៏សាំងដែលបាញ់ទៅនឹងឲ្យវាសមាមាត្រជាមួយនឹងខ្យល់តើសមាមាត្រនោះប៉ុន្មានសមាមាត្រអាចថាបរិមាណខ្យល់ប្រមាណសាំងប្រមាណហ្នឹងទៅបាទឧទាហរណ៍ថា19 1ចឹងទៅឬក៏17កន្លះ1ចឹងទៅឬក៏13 1ចឹងទៅបាទទៅតាមប្រភេទម៉ាស៊ីនដែលគេបានកំណត់នៅក្នុង ECU បាទទៅតាមប្រភេទម៉ាស៊ីនណាអញ្ចឹងយើងចង់ដឹងសមាមាត្រនឹងច្បាស់វាតល់តែយើងនឹងទៅ check មើលពីស្ពេចរបស់ម៉ាស៊ីនមួយបាទទៅតាមស្ពេចរបស់ម៉ាស៊ីនណាហ្នឹងហើយវិធីគឺ MEF មាន3ប្រភេទទាំងអស់គ្នាដឹងមានធ្លាប់ដឹងថា MEF មាន3ប្រភេទអ្នកខ្លះធ្លាប់ធ្វើជាង20 30ឆ្នាំហើយអត់ដឹងថា MEF មានប្រមាណប្រភេទបងដោយសារយើងអត់បានរៀនគឺអត់ដឹងហើយអត់បានស្រាវជ្រាវគឺគាត់អត់ដឹងហើយធ្លាប់ឃើញបាទធ្លាប់ឃើញក៏ស្គាល់ក៏ចាំទុកមិនធ្លាប់ឃើញក៏អត់ចឹងទៅឃើញណាតែបើសិនបើយើងធ្វើការសិក្សាពីវាយើងដឹងវាមាន3ប្រភេទឃើញទេប្រភេទទី1គឺប្រភេទពពួកវ៉ាន់ថៃair flow rate sensor វ៉ាន់ថៃពពួកនេះវ៉ាន់ថៃបាទមួយទៀតគឺប្រភេទ hot wire ថៃ air flow rate sensor hot wire គឺពពួកនេះពីរនេះ hot wire ហើយមួយទៀតគឺពួកខ្យល់គួច command optic មកពី command voltage air flow sensor បាទអញ្ចឹងខ្ញុំអត់បានដាក់រូបមកទេបាទដោយសារតែខ្ញុំដល់អត់តាន់អញ្ចឹងដល់ម៉ោងបរិញ្ញាបត្រទៅខ្ញុំក៏អត់បានដាក់រូបមកអត់តាន់ណាហ្នឹងហើយហើយចាំដល់ពេលយើងរៀនដល់ប្រភេទហ្នឹងចាំខ្ញុំបង្ហាញរូបឲ្យមើលណាហ្នឹងហើយអូខេអញ្ចឹងវាមាន3ប្រភេទហ្នឹងណាប្រភេទខ្យល់គួច command optic អាហ្នឹងយើងមើលថាហ្នឹងវាយ៉ាងម៉េចhot wire ហ្នឹងយ៉ាងម៉េចប្រទេសវ៉ាហ្នឹងយ៉ាងម៉េចឃើញទេឥឡូវយើងនិយាយអាមួយនេះសិនណាយើងនិយាយពីប្រភេទវ៉ាន់ថៃសិនណាប្រភេទប្រើបន្ទះវ៉ាន់បាទអញ្ចឹងនេះមាន3ប្រភេទហ្នឹងណា air flow mass air flow ពពួកប្រើវ៉ាន់បាទមានវ៉ាន់ហើយមាន command បាទពពួកប្រើវ៉ាន់គឺរូបរាងវាអញ្ចេះតែមិនដឹងថាទាំងអស់គ្នាមើលយល់អត់ទេព្រោះអានេះជាគំនូសកាត់គំនូសពុះកាត់
បើតតែយើងសម័យបន្តិចណាអាហ្នឹងមិនន័យថាយើងកាត់វាមកអានេះវ៉ានហ្នឹងគឺវានៅខាងក្នុងវាជាប្រភេទស្ទះវ៉ានបាទហើយវាចាប់ភ្ជាប់ទៅជាមួយនឹងកហ្គានេះកន្លែងនេះវាចាប់ភ្ជាប់ទៅជាមួយនឹងកហ្គាខាងនេះគឺទៅបំពង់ទៅឆ្នាំងអែร์ទៅឆ្នាំងអែร์កន្លែងសំបុកអែร์ណាបាទខាងនេះចាប់ជាប់នេះប្រឡង4ក្រោមនេះគឺចាប់ជាប់ទៅជាមួយនឹងកហ្គាណាចាប់ជាប់ទៅជាមួយនឹងកហ្គាដែលមាន throttle position sensor ហ្នឹងណាហ្នឹងហើយហើយអញ្ចឹងខាងក្នុងនេះគឺមានបន្ទះហ្នឹងគឺបិទចិត្តនេះបន្ទះនេះគឺបិទចិត្តដោយសារវាប្រើរសបិទចិត្តវាតតែខ្យល់មានខ្យល់ចូលបានរុញស្ទះហ្នឹងឲ្យចំហបាទនេះវាបិទនេះស្ទះហ្នឹងគឺវាវិលមកបិទដល់នេះអានេះណាវាវិលបិទដល់នេះបាទអានេះមកនៅនេះអញ្ចឹងតើតើមានខ្យល់ចូលគឺវារុញស្ទះហ្នឹងឲ្យហើបបើខ្យល់ចូលតិចកម្លាំងដែលរុញហ្នឹងតិចអញ្ចឹងស្ទះហ្នឹងគឺវាហើបតិចកាលណាវាហើបតិចវាក៏ទៅរំកិលresistance variable បាទ variable resistor បាទអញ្ចឹងតើកាលណាវារំកិលតិច resistance ហ្នឹងវាឲ្យតម្លៃទៅតាមនឹងដែរឃើញទេបើសិនជាយើងតម្លើង gear ខ្លាំងមានថាយើងបើកបាបយ៉ុងខ្លាំងយើងជន់ gear អស់អញ្ចឹងស្ទះហ្នឹងក៏វាបើកអស់ទៅតាមនឹងដែរឃើញទេវាបើកកាន់តែខ្លាំងមានន័យថាខ្យល់ចូលកាន់តែច្រើនឃើញទេអញ្ចឹងកម្លាំងខ្យល់ដែលធាក់ចូលនេះគឺវាបានធាក់បន្ទះនេះឲ្យវាហើបតិចហើបធំទៅតាមកម្លាំងនៃខ្យល់បក់ចូលដូច្នេះវាដឹងតម្លៃវាដឹងបរិមាណខ្យល់ចូលទៅតាមតម្លៃរបស់ resistance variable នេះឃើញទេអញ្ចឹងវាបញ្ជូនតម្លៃហ្នឹងទៅឲ្យប្រអប់បញ្ជាដឹងថាអូតម្លៃប៉ុណ្ណេះខ្យល់បក់ចូលប៉ុណ្ណេះអញ្ចឹងតម្លៃហ្នឹងក៏វាយកទៅធ្វើការគណនាដើម្បីធ្វើការបាញ់ប្រេងប៉ុណ្ណាខ្យល់ចូលប៉ុណ្ណេះបាញ់ប្រេងប៉ុន្មានឃើញទេអាហ្នឹងគេហៅថាពពួក one time ឃើញទេបាទខ្ញុំសូមអានឲ្យស្ដាប់បន្តិចណាហ្នឹងហើយម៉ាស៊ីនមួយគឺត្រូវការសមាមាត្រលបាយខ្យល់ឥន្ធនៈដ៏ត្រឹមត្រូវដើម្បីឲ្យសមស្របទៅនឹងលក្ខខណ្ឌដំណើរការរបស់វាឃើញទេអញ្ចឹងវាត្រូវការ ECU វាត្រូវការគណនាប្រេងឲ្យបាញ់ប៉ុណ្ណាឲ្យត្រូវទៅជាមួយនឹងខ្យល់ដែលបឺតចូលប៉ុណ្ណឹងដែរណាឲ្យត្រូវជាមួយនឹងខ្យល់ដែលបឺតចូលប៉ុណ្ណាឃើញទេអញ្ចឹងម៉ាស៊ីនមួយគឺវាត្រូវការសមាមាត្រខ្យល់ឥន្ធនៈនេះត្រឹមត្រូវទៅតាមលក្ខខណ្ឌដំណើរការឃើញទេជាមួយនឹងប្រព័ន្ធបាញ់ប្រេងអេឡិចត្រូនិក ECM ជាអ្នកគ្រប់គ្រងលបាយខ្យល់សាំងខ្យល់ឥន្ធនៈបាទជាអ្នកគ្រប់គ្រងលបាយខ្យល់ឥន្ធនៈដូច្នេះហើយវាត្រូវការព័ត៌មានឥតឈប់ឈរអំពីបរិមាណខ្យល់ដែលហូរចូលទៅក្នុងម៉ាស៊ីនអូខេអញ្ចឹងវាត្រូវការព័ត៌មាននឹងរហូតព្រោះខ្យល់វាចូលទៅរហូតមែនទេខ្យល់វាចូលទៅរហូតអញ្ចឹង ECU វាត្រូវការគណនាដើម្បីបាញ់ប្រេងយ៉ាងម៉េចណាដើម្បីឲ្យសមាមាត្រទៅជាមួយនឹងខ្យល់ដែលហូរចូលហ្នឹងជាមួយនឹងព័ត៌មាននិងទិន្នន័យដែលរក្សាទុកនៅក្នុងអង្គចងចាំរបស់វាទាំងនេះធ្វើឲ្យ ECM អាចបញ្ជូនសញ្ញាមួយទៅកាន់ប៊ិចដើម្បីឲ្យផ្ដល់បរិមាណប្រេងឥន្ធនៈដ៏ត្រឹមត្រូវឃើញទេអញ្ចឹងទិន្នន័យហ្នឹងគឺវាបញ្ជូនទៅអាទិន្នន័យដែលបានពីផ្ទះប៉ាបញ្ជូនរបៀបបើកហ្នឹងវាបញ្ជូនទៅវាបញ្ជូនទៅឲ្យអង្គចងចាំវាធ្វើការគណនាជាមួយនៅក្នុង ECM បាទ ECM Engine Control Module ឃើញទេពេលហ្នឹង Engine Control Module គឺវាធ្វើការគណនាហើយវាក៏បញ្ជូនសញ្ញាទៅបញ្ជាប៊ិចបាទបញ្ជូនសញ្ញាទៅបញ្ជាប៊ិចឲ្យបាញ់ពឹកហ្នឹងទៅតាមលំដាប់ផ្ទុះរបស់វាទៅហើយរយៈពេលនៃការបាញ់ហ្នឹងគឺយកចេញពីសញ្ញារបស់
ba bị giống vô tranh pí bát để mang cho lần ấy cả nào việc đăng tháp bát để mang cho châu trắng cứ bệnh những cái thời tại ba khả năng phê lớn ở dù đại thế đấy chẳng cứ việc thôi ca song tông kia tới tập bay ở bán lập bài ở ban người ta sầm mát sang sầm mát ở cho pre nước oi vía xong tới chừng môi nước than vía bả bả thế đấy và បាទនេះខ្ញុំចង់បញ្ជាក់កន្លែងនេះគេនិយាយពី air flow sensor determine មានថា air flow sensor ហ្នឹងsensor ចាប់លំហូរខ្យល់ហ្នឹងគឺវាដាក់មកដើម្បីកំណត់អីគេ3ធំគឺថាដាក់មកគឺដើម្បីថាតើដឹងដើម្បីកំណត់ថាតើត្រូវបាញ់ប្រេងប៉ុន្មាន how much fuel to inject តើបាញ់ប្រេងប៉ុន្មានបាទទី2តើពេលណាដែលត្រូវឲ្យវាឆេះគណៈពេលឆេះតបវាឆេះឃើញទេទី3ពេលណាដែលយើងដឹងថាត្រូវដាក់លេខ transmission ដាក់លេខវាដឹងពេលវាដឹងថាយើងវាត្រូវដឹងពីជិះនៅលេខប្រមាណចង់និយាយថានៅជិះនៅលេខប្រមាណខ្យល់ចូលខ្យល់ចូលវាដឹងនៅលេខប្រមាណត្រូវបាញ់ប្រេងប្រមាណហើយទៅឆេះនៅពេលណាអានេះគណៈពេលទាំង3នេះគឺវាកណនីអត់ឈប់ឈរបាទវាធ្វើការកណនីជាប់រហូតដើម្បីតម្រូវទៅតាមគណៈពេលទាំង3នេះបាញ់ប្រេងប៉ុន្មានឲ្យឆេះពេលណាដាក់លេខពេលដាក់លេខប្រមាណខ្ញុំចង់បាននេះអញ្ចឹងណាហ្នឹងហើយអត់អីទេហ្នឹងបរិមាណបរិមាណខ្យល់ដែលហូរចូលទៅក្នុងម៉ាស៊ីនហ្នឹងដូចកុងទ័រទឹកដែលកំពុងចាប់បរិមាណទឹកហ្នឹងអញ្ចឹងឃើញទេហ្នឹងអញ្ចឹងដូចគ្នាហ្នឹងអញ្ចឹងវាវិលចាប់បរិមាណប្រមាណគីបវាវាស់តាមហ្នឹងហើយប្រមាណគីបហ្នឹងគឺវាវាស់តាមរយៈល្បឿនបើការវិលកាន់តែលឿនវាដឹងកាន់តែលឿនទំហំទី1គឺទំហំទៀតនេះទំហំមុខកាត់តយោទៀតអញ្ចឹងកុងទ័រដែលវាដាក់មកហ្នឹងល្បឿនប៉ុន្មានក៏ល្បឿនទៅប៉ុន្តែមុខកាត់តយោប៉ុណ្ណឹងវាដឹងថាហូរប៉ុណ្ណេះគីបឃើញទេបងជួយមើលទទួលហ៎តោះប៉ាទៅតោះហ្នឹងហើយគ្នាយើងមានសំណួរអីអាចសួរបានណាប៉ុណ្ណឹងខ្ញុំអត់តទៀតទេតើតើនឹងមេរៀនប្រហែលចំណុចនេះគឺវាពាក់ព័ន្ធជាមួយការជួសជុលណាពី slide នេះអញ្ចឹងខ្ញុំអត់តន់ទៅព្រោះអាហ្នឹងអាចស៊ីពេលប្រហែលជា1ម៉ោងទៅ2ម៉ោងទៀតណាទៅការនិយាយច្រើនហ្នឹងហើយមកមានសំណួរអីទេបាទនេះវាតាក់ទងទ្រឹស្ដីវាដូចជាមិនសូវមានសំណួរអីនេះមានអីមកចង់